ឥឡូវនេះគឺរឿងទី1ទៅមុនបងប្អូនតាក់ទងនឹងកម្ពុជាជាប់ក្នុងបញ្ជីរបស់អាមេរិកក្រសួងពាណិជ្ជកម្មអាមេរិកពាក់ព័ន្ធនឹងការដំឡើងពន្ធ10%បន្ថែមទៀតដោយសារតែការរំលោភសិទ្ធិការងារឬក៏ពលកម្មដោយបង្ខំស្អីទៀតហើយបងប្អូនកម្ពុជាយើងនឹងដូចជាមិនសូវជាអស់អាបញ្ហាហ្នឹងសោះអស់ពីរឿងមួយហើយអាមេរិកហ្នឹងដាក់ពន្ធពន្ធគយយើងហ្នឹងគឺបងប្អូនមានចាំទេ19%ដំបូងឡើយមិនមែន19ទេណាកាលពីដើមឡើយពីអំឡុងខែអឺប្រហែលជាមួយឆ្នាំមុនខែមីនានោះនៅពេលលោកត្រាំឡើងមកកាន់ជាប្រធានាធិបតីភ្លាមគឺគាត់ដាក់ពន្ធបដិការយើងហៅ reciprocal tariffs ដែលយើងថាពន្ធទៅពន្ធមកអញ្ចឹងណាគឺថាតបទៅវិញទៅមកអញ្ចឹងបើថាកម្ពុជាយកពន្ធអាមេរិក100អាមេរិកយកពន្ធកម្ពុជាវិញ100អញ្ចឹងទៅប៉ុន្តែអាពន្ធបដិការហ្នឹងគឺការគណនាហ្នឹងគឺថាវាប្លែកវាពិបាកទទួលយកបានមែនតើដោយសារអីជញ្ជីងពាណិជ្ជកម្មរវាងកម្ពុជានិងអាមេរិកកាលពីពេលនោះគឺអាមេរិកនាំផលិតផលអាមេរិកយកទៅស្រុកខ្មែរតែ3%ទេក្នុងចំណោម100%ហ្នឹងគឺនិយាយទៅគឺអាមេរិកនាំទៅ3ខ្មែរនាំមកវិញ97ចឹងបានន័យថាវាបាសជញ្ជីងអាមេរិកនាំតិចមែនតើព្រោះខ្មែរនាំមកអាមេរិកវា1000សំទោស12,000លានដុល្លារជាងអាមេរិកនាំទៅខ្មែរវិញអត់បាន300លានដុល្លារផងហ្នឹងហើយមែនតើអត់មានអីឆ្ងល់ហ្មងដែរទេពួកអាមេរិកទៅនាំស្អីគេទៅខ្មែរហ្នឹងកម្មកររោងចក្រកាត់ដេរគ្នាប្រាក់ខែ210ដុល្លារហ្នឹងយកមកទិញស្អី iPhone អាមេរិកមួយគ្រឿងពេលដែលចេញថ្មីដូច iPhone 17 17អី Pro អីវ៉ាន់ហ្នឹងសុទ្ធតែ1700 1800អីណានោះតាមទីផ្សារជាក់ស្ដែងពេលខ្លះ2000ដុល្លារជាងហ្នឹងគ្រាន់តែទូរស័ព្ទមួយគ្រឿងណាកម្មករកាត់ដេរត្រូវសន្សំលុយមួយឆ្នាំអាហ្នឹងសន្សំលុយអត់បាច់ញ៉ាំអីសោះផងវាអត់មានកម្លាំងសេដ្ឋកិច្ចអាមេរិកឯណានៅស្រុកខ្មែរហ្នឹងទេបើនៅស្រុកថៃអាហ្នឹងអាចមានដោយសារតែថៃវាជាទីផ្សារធំប្រជាពលរដ្ឋថៃក៏ជីវភាពគេធូរធារជាងខ្មែរយើងហើយម្យ៉ាងទៀតភ្ញៀវទេសចរទៅថៃហ្នឹងច្រើនលានដូច្នេះដូចថាអាសេដ្ឋកិច្ចគេហ្នឹងក៏វាដើរឬក៏ប្រាក់ចំណូលច្រើនទូលំទូលាយចឹងទៅទីផ្សារគេធំអញ្ចឹងបានថាតំណែងនាំមកស្រុកខ្មែរអាមេរិកនាំមកតិចខ្មែរនាំមកអាមេរិកច្រើនហើយខ្មែរនាំមកអាមេរិកច្រើនហ្នឹងគឺដោយសាររឿងអនុគ្រោះពន្ធ GSP ទេព្រោះរឿងផលិតផលដែលនាំមកអាមេរិកភាគច្រើនជាផលិតផលវាយនភ័ណ្ឌហ្នឹងផលិតផលខោអាវស្បែកជើងកាបូបយួរដៃសម្រាប់វត្ថុអនុស្សាវរីយ៍ឬរបស់ធ្វើដំណើរអីហ្នឹងវាអត់មានជាចង្កឬក៏និយាយទៅយើងអត់អាចផលិតអីផ្សេងក្រៅពីនឹងបាននាំមកទីផ្សារអាមេរិកក្រៅតែពីអាមេរិកយករោងចក្រទៅបង្កើតនៅស្រុកខ្មែរឬក៏រោងចក្រចិនបង្កើតនៅស្រុកខ្មែរយកមកលក់នៅអាមេរិកអញ្ចឹងតែប៉ុន្តែទំនិញហ្នឹងគឺវាជន់ទីផ្សារចង់និយាយថាទីផ្សារអាមេរិកហ្នឹងក៏ជាទីផ្សារដ៏ធំសម្បើមនិយាយទៅធំជាងទីផ្សារអឺរ៉ុបដល់ទៅ3 4ដងហើយណោះបើប្រៀបធៀបទៅនឹងកម្លាំងនៃការដែលនាំមកអាមេរិកព្រោះអីនាំទៅអឺរ៉ុបមានការអនុគ្រោះពន្ធ GSP ដែររបស់អឺរ៉ុបបានEBA សំទោសមិនមែន GSP ទេបានតាមប្រហែលនឹង4ប្រហែលជា3 4,000លានដុល្លារនៅក្នុងមួយឆ្នាំហ្នឹងបើមកអាមេរិកវិញតាម GSP 12,000លានដុល្លារជាងក៏ប៉ុន្តែអា GSP ហ្នឹងក៏រៀងរយាលទៅដល់ពេលលោកត្រាំគាត់ចង់រករឿងពន្ធដារហ្នឹងសំទោសពន្ធគយហ្នឹងក៏ចាប់ផ្ដើមតតាំងគ្នាទៅក៏ប៉ុន្តែដោយសារតែក្រោយមកដោយសារមានសង្គ្រាមជាមួយថៃនិងខ្មែរហ្នឹងរួចគាត់ចង់កំណត់អាពន្ធហ្នឹងអាម៉េចទេឲ្យពីរនាក់ហ្នឹងត្រូវគ្នាទៅខំប្រឹងមានបទជប់បាញ់ប្រញាប់ប្រញាល់ទៅគាត់ទម្លាក់ពីកាលមុន49មិនដឹងឯង46ធ្លាក់មកនៅ30ជាង36ម្ដងហើយក្រោយមកក៏ធ្លាក់នៅ19%ទាំងថៃទាំងម៉ាឡេទាំងកម្ពុជា3ប្រទេសហ្នឹងគឺស្មើគ្នា19ដូចគ្នាដោយសារតែម៉ាឡេចូលរួមជួយសម្របសម្រួលឲ្យមានបទជប់បាញ់ថៃក៏ព្រមឲ្យមានបទជប់បាញ់អញ្ចឹងតែអ្នកដែលខាតគឺខាតខ្មែរឡុងចុងហ្មងព្រោះបទជប់បាញ់នេះគឺបាត់តែសង្គ្រាមលែងបាញ់គ្នាមែនទេប៉ុន្តែបលាលួសនៅរាយពាត់ជុំវិញបេះដូងខ្មែរនៅគ្រប់ទិសទីហើយដីខ្មែរជាង60កន្លែងត្រូវថៃគ្រប់គ្រងរហូតដល់ឥឡូវអត់ទាន់បានម្ដុំមកវិញទេម្យ៉ាងទៀតគឺនៅពេលដែលជាប់19%នេះគឺអាមេរិកក៏ចាប់ផ្ដើមជជែកវែងឆ្ងាយទៀតនៅថ្ងៃទីបើតាមយើងចាំនៅខែ10គឺអាមេរិកបានកំណត់កិច្ចសន្យាគឺកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយកម្ពុជាមួយកាលហ្នឹងចុះហត្ថលេខានៅប្រទេសថៃនឹងមិនមែននៅប្រទេសថៃទេសុំទោសនៅម៉ាឡេដោយសារកាលហ្នឹងម៉ាឡេជាម្ចាស់ផ្ទះនោះដើម្បីឲ្យមានបទឈប់បាញ់លើកទី2បងប្អូនប្រហែលជាចាំទេកាលនោះលោកត្រាំគាត់ទៅចូលរួមធ្វើជាអធិបតី
អីដែរនៅក្នុងការដែលរៀបចំឲ្យមានពិធីជួបគ្នាលោកហ៊ុនម៉ាណែតនិងអនុទិនចាមវីរៈគុលឆ្លៀតឱកាសហ្នឹងក៏គេចុះហត្ថលេខាពាណិជ្ជកម្មមួយកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកម្ពុជានិងអាមេរិកដោយកម្ពុជាឈប់យកពន្ធអាមេរិកទម្លាក់ពន្ធផលិតផលអាមេរិកនាំទៅស្រុកខ្មែរឲ្យធ្លាក់ដល់កម្រិត0ហ្មងដើម្បីអីដើម្បីលួងចិត្តអាមេរិកឲ្យនាំឬក៏ដកអាការតម្លើងពន្ធអីច្រើនលើផលិតផលខ្មែរអញ្ចឹងណាដែលជាធ្នូនៅក្នុងការដោះដូរអីអញ្ចឹងតែក៏ប៉ុន្តែទោះខ្មែរទម្លាក់ផលិតផលអាមេរិកចុះដល់កម្រិត0ក៏អត់បានជួយឲ្យអាមេរិកដែរព្រោះអាមេរិកនាំមក$300លានហ្នឹងទម្លាក់ដល់ពន្ធ0ហ្នឹងតើវាចំណេញអីគេព្រោះវាអត់មានទៅថាអាមេរិកអត់អាចនាំផលិតផលទៅស្រុកខ្មែរដោយសារខ្មែរតម្លើងពន្ធអាមេរិកក៏អត់ដែរអាមេរិកអត់នាំផលិតផលទៅស្រុកខ្មែរបានមិនមែនដោយសារជាប់ពន្ធកយខ្មែរខ្ពស់ទេអាពន្ធកយយើងសប្ងៃហ្នឹងដាក់លើផលិតផលអាមេរិកខ្ពស់បំផុតមាន28%ដល់និយាយទៅគឺចន្លោះប្រហែលជា15%អីហ្នឹងវាទុចទួចស្រួយស្ដើងមែនតើវាអត់មានអីត្រូវធ្ងន់រហូតដល់អាមេរិកលក់អត់បានអីចឹងប៉ុន្តែសំខាន់វាមិនមែនរឿងពន្ធទេវាសំខាន់គឺលើសេដ្ឋកិច្ចកម្ពុជាប្រាក់ចំណូលជីវភាពគ្រួសារនិងតម្រូវការរបស់ប្រជាពលរដ្ឋខ្មែរហ្នឹងត្រូវបានតែផលិតផលចិនផលិតផលយួនអីចឹងវាមិនអាចទៅដល់ទំនើបផលិតផលរបស់អាមេរិកខ្ញុំនិយាយមិនមែនមើងងាយខ្មែរយើងគ្មានសមត្ថភាពទេតែប្រាក់បៀវត្សយើងវាទាបពេកយើងអត់មានកម្លាំងទៅទិញផលិតផលថ្លៃៗរបស់អាមេរិកទេដូច្នេះទោះបន្ថយពន្ធដល់0ក៏អត់បានចំណេញអីដល់អាមេរិកដែរតែសំខាន់បំផុតនៅពេលដែលយើងជាប់កិច្ចព្រមព្រៀងខែ10ហ្នឹងគឺកម្ពុជាសន្យាជាមួយអាមេរិកមិនមែនត្រឹមបន្ថយពន្ធទេណាគឺត្រូវការជួយស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យជាពិសេសសិទ្ធិកម្មករសហជីពនៅស្រុកខ្មែរដែលជាកិច្ចព្រមព្រៀងសច្ចាគ្នាមែនតើប៉ុន្តែមកដល់នេះអាមេរិកថាអត់ទាន់បានអនុវត្តបានពេញលេញទេបានខ្លះមិនមែនថាអត់សោះទេអញ្ចឹងហើយបានជាថ្ងៃនេះគឺខាងក្រសួងឬក៏តំណាងពាណិជ្ជកម្មអាមេរិកដែលបានចេញរបាយការណ៍មួយមិនមែនថ្ងៃហ្នឹងម្សិលមិញគឺបង្ហាញប្រទេស60ដែលអាមេរិកត្រូវដាក់ពន្ធថែមដល់ទៅ12.5%ហើយនឹង10%អញ្ចឹងកម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសចំនួន10ដែលជាប់ពន្ធបន្ថែម10%ទៀតចំណែកឯប្រទេស45ទៀតគឺជាប់12.5%តាក់ទងនឹងការធ្វើពលកម្មដោយបង្ខំដោយសារស្ថានភាពពលកម្មដោយបង្ខំនេះវាអត់ប្រសើរអញ្ចឹងកម្ពុជាតាមពិតជាប់10%ហ្នឹងបើយើងប្រៀបធៀបទៅថៃកម្ពុជាគ្រាន់បើជាងថៃវិញព្រោះថៃជាប់នៅក្នុងបញ្ជីនៃប្រទេស45ដែលជាប់ពន្ធ12.5%ដោយមួយវៀតណាមដែរថៃហ្នឹងដូច្នេះយើងជាប់ជាមួយនឹង15ប្រទេសដែលបានគេយកតែ10%បើយើងស្ដាប់ទៅដូចជាយើងធូរជាងថៃមិនអញ្ចឹងហ៎ព្រោះអីថៃដូចថាអស់12.5%ហើយយើងថែមតែ10%ទៀតក៏ប៉ុន្តែ12.5%ឬ10%គឺអត់មានបានចង់និយាយថាសុទ្ធតែជារឿងខាតប្រយោជន៍ហើយជាបន្ទុកមួយដ៏ធ្ងន់របស់កម្ពុជាដូចតែគ្នាទេវាអត់មានអីបានប្រសើរទេឥឡូវនេះខ្ញុំនឹងអានសេចក្តីនិយាយទៅព័ត៌មានតាក់ទងនឹងរឿងនេះឲ្យបងប្អូនបានជ្រាបដើម្បីយើងពិភាក្សារកចង់និយាយថាវិភាគស្ថានភាពថាតើ10%ជាងនេះកម្ពុជានឹងជួបបញ្ហាអីឲ្យប្រកបទៅមុខទៀតហើយតើហេតុអីបានជា10%កម្ពុជាធ្វើអីខុសឲ្យប្រកបព្រោះអីមើលទៅដូចជាខំប្រឹងកែសម្រួលឬក៏មានកិច្ចព្រមព្រៀងមានអីជាមួយនឹងប្រទេសឬក៏សហរដ្ឋអាមេរិកនឹងដែរចរចាគ្នាច្រើនដែរឥឡូវរឿងចេះតំណាងពាណិជ្ជកម្មពិសេសរបស់អាមេរិកបានជជែកគ្នាយូរហើយមិនមែនត្រឹមពេលហ្នឹងទេតាំងពីមើលទៅដូចជាតាំងពីខែមេសាខែអីមកគឺក្នុងការដែលឲ្យក្រុមស្រាវជ្រាវមួយក្រុមរបស់សហរដ្ឋអាមេរិកផ្នែកពាណិជ្ជកម្មហ្នឹងរកវិធីយ៉ាងណាដើម្បីលោកត្រាំអាចយកពន្ធបន្ថែមទៅលើប្រទេសទាំងអស់ហ្នឹងព្រោះអីក្រោយលោកត្រាំតម្លើងពន្ធខ្ពស់ពេកទៅធ្វើឲ្យសភាអាមេរិកគឺគេជំទាស់ឬសំទោសតុលាការអាមេរិកគេជំទាស់ថាលោកត្រាំមិនអាចនឹងយកពន្ធតាមអំពើចិត្តចឹងទេដូច្នេះលោកត្រាំអស់ពេលនឹងតម្លើងពន្ធខ្ពស់ពេកហួសពីអ្វីដែលអនុញ្ញាតដោយក្របខ័ណ្ឌច្បាប់ក្របខ័ណ្ឌទំនៀមទម្លាប់ពាណិជ្ជកម្មរបស់អាមេរិកហ្នឹងចឹងគាត់អត់អាចនឹងតម្លើងពន្ធទាំងអស់នេះបានចឹងបើអត់តម្លើងកម្ពុជាជាប់តែ19%ទេថៃក៏19ដែរវៀតណាម20%ម៉ាឡេ19%ក៏ប៉ុន្តែពេលនេះគឺអាមេរិកចង់រកវិធីយ៉ាងណាដើម្បីកំណត់ពន្ធបន្ថែមហើយត្រូវរកហេតុផលយ៉ាងម៉េចដើម្បីដំឡើងបានព្រោះអីដំឡើងស្រេចចិត្តដំឡើងអត់បានទេជាប់គេហៅថាច្បាប់ពាណិជ្ជកម្មសេរីអីចឹង
អញ្ចឹងទៅបានជាអាមេរិករកឃើញថាប្រទេសទាំងអស់60នៅក្នុងនេះគឺបានន័យថាជាប់បញ្ហារឿងពលកម្មដោយបង្ខំបានន័យថាម៉េចបងប្អូនពលកម្មដោយបង្ខំបើតាមអង្គការ ILO ដែលជាអង្គការអឺការងារអន្តរជាតិនោះឬក៏ពលកម្មអន្តរជាតិនោះគឺគេរកឃើញថាពលកម្មដោយបង្ខំគឺសំដៅទៅលើការបង្ខំកម្មករឲ្យធ្វើការលើសម៉ោងមិនឲ្យប្រាក់ឈ្នួលត្រឹមត្រូវសមរម្យសិទ្ធិសេរីភាពរបស់កម្មករហ្នឹងក៏ត្រូវរងការធ្វើទុកបុកម្នេញពីថៅកែសិទ្ធិសេរីភាពរបស់សហជីពហ្នឹងគឺមិនមានគ្រប់គ្រាន់និយាយទៅគឺតំណាងសហជីពអីហ្នឹងត្រូវគេធ្វើទុកបុកម្នេញសិទ្ធិជីវភាពរស់នៅរបស់កម្មករហ្នឹងរស់នៅចម្រុះគ្នាក្នុងបន្ទប់ជួលមួយចឹងមានគ្នា4 5នាក់ដូចសត្វដូចធាតុការធ្វើដំណើរទៅធ្វើការហ្នឹងប្រជ្រៀតគ្នាដូចជ្រូកដូចកកូរដូចកបីព្រោះសុទ្ធតែស្ថានភាពទាំងអស់ហ្នឹងគឺបង្ខំគេហៅថាបង្ខំពលកម្មណាដែលធ្វើឲ្យមានបញ្ហារឿងមួយឯងចាអាមេរិកតែឈឺក្បាលអីអារឿងគេរំលោភសិទ្ធិមនុស្សសិទ្ធិប្រជាធិបតេយ្យសិទ្ធិកម្មករអីនៅស្រុកខ្មែរវាតាក់ទងអីជាមួយនឹងពាណិជ្ជកម្មនៅអាមេរិកនេះសំណួរវានៅត្រង់កន្លែងអញ្ចឹងហេតុអីបានជាអាមេរិកទៅឈឺក្បាលអីរឿងវៀតណាមរឿងថៃរឿងខ្មែរអីដែលប៉ះពាល់ដល់បញ្ហាសិទ្ធិមនុស្សឬក៏បញ្ហាប្រជាធិបតេយ្យរឿងសិទ្ធិកម្មករហ្នឹងវារឿងអីបានទៅរកដាក់ពន្ធអីបន្ថែមរឿងចេះបងប្អូនអារឿងគេហៅស្ថានភាពកម្មករហ្នឹងគឺវាមានឥទ្ធិពលនៅក្នុងការប្រកួតប្រជែងរឿងពីរដែលអាមេរិកធ្វើដូច្នេះទី1គឺអាមេរិកគឺស្រឡាញ់សន្តិភាពសំទោសស្រឡាញ់ប្រជាធិបតេយ្យនិងសិទ្ធិមនុស្សហើយក្នុងនាមជាអ្នកដែលឈានមុខគេនៅក្នុងការស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឬក៏ទៅសាបព្រោះអាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅបណ្ដាប្រទេសផ្សេងហើយរំលាយរបបផ្ដាច់ការទាំងអស់នៅលើโลกហ្នឹងគឺភារកិច្ចធំជាងគេរបស់ក្រសួងការបរទេសអាមេរិកឬគោលនយោបាយការបរទេសអាមេរិកគឺធ្វើយ៉ាងម៉េចឲ្យប្រទេសផ្ដាច់ការឬក៏ប្រទេសដែលជិះជាន់ប្រជាពលរដ្ឋទាំងអស់ហ្នឹងត្រូវតែស្ដារស្ថានភាពសិទ្ធិមនុស្សប្រជាធិបតេយ្យឲ្យល្អឡើងវិញដើម្បីជាប្រយោជន៍អាមេរិកទេមែនតែប្រយោជន៍ម្ចាស់ផ្ទះទេឥឡូវឧទាហរណ៍បើកម្ពុជាមានសិទ្ធិមនុស្សនិងប្រជាធិបតេយ្យតើអាមេរិកចំណេញអីចំណេញច្រើនណាស់បងប្អូនកុំលេងសើចឲ្យសោះវាចំណេញស្រុកខ្មែរហ្នឹងវាមហាសាលហើយប្រជាពលរដ្ឋមានជីវភាពធូរធារលែងងើបមួយវាយមួយលែងរៀបចំការបោះឆ្នោតដោយអត់សេរីត្រឹមត្រូវយុត្តិធម៌លែងបង្ក្រាបអង្គការសង្គមស៊ីវិលលែងអីប្រជាពលរដ្ឋមានសិទ្ធិបញ្ចេញមតិមានសិទ្ធិសម្រេចជោគវាសនាប្រទេសខ្លួនឯងដោយមិនរងការធ្វើទុកបុកម្នេញងើបមួយវាយមួយពីថ្នាក់ដឹកនាំអីចឹងអាហ្នឹងវាចំណេញអាមេរិកត្រង់ថាអីពេលដែលប្រទេសមានសេរីមានប្រជាធិបតេយ្យត្រឹមត្រូវប្រទេសហ្នឹងវារីកចម្រើនពេលដែលរីកចម្រើនបាត់អំពើពុករលួយបកពួកនិយមអាទ្រព្យធនដែលបានមកពីការរីកចម្រើនហ្នឹងវាចូលទៅក្នុងសេដ្ឋកិច្ចវាបានទៅប្រជាជននៅពេលដែលបានទៅប្រជាជនទី1គឺប្រជាជនមានជីវភាពធូរធារអាចទិញផលិតផលអាមេរិកបានព្រោះអីអាផលិតផលអាមេរិកវាថ្លៃហើយតែប្រជាពលរដ្ឋដូចខ្ញុំនិយាយចឹងរហូតតែក្ដួចហូបអត់បានហ្នឹងអត់អាចមកទិញផលិតផលអាមេរិកថ្លៃបានទេព្រោះទីផ្សារអាមេរិកគឺផលិតផលប្រណិតល្អចឹងគុណភាពខ្ពស់តម្លៃក៏វាថ្លៃដែរអញ្ចឹងយើងអត់មានកម្លាំងទិញផលិតផលអាមេរិកផងអាហ្នឹងរឿងសេដ្ឋកិច្ចរឿងពាណិជ្ជកម្មទី2គឺរឿងតាក់ទងនឹងសិទ្ធិមនុស្សអាមេរិកក៏ចង់ឲ្យមានភាពល្អចឹងទៅមានប្រជាធិបតេយ្យច្រើនសនុកនិយាយស្ដាប់គ្នាដូចអ៊ីរ៉ង់អីហ្នឹងនិយាយស្ដាប់គ្នាមិនដូចគូយបាដូចកូរ៉េខាងជើងដូចប្រទេសផ្សេងទៀតដែលកុម្មុយនីសវេណេស៊ុយឡាអីហ្នឹងនិយាយស្ដាប់គ្នាមិនបើតិចធ្វើអាវុធបរមាណូតិចបង្ក្រាបប្រជាពលរដ្ឋតិចធ្វើឲ្យបញ្ហាអញ្ចឹងអាមេរិកអត់បានចំណេញអីទាំងអស់ពីប្រទេសទាំងអស់នោះมันអាចទៅរកស៊ីมันអាចទៅបើកក្រុមហ៊ុនมันអាចអីព្រោះគេស្អប់អាមេរិកដែលចង់ឲ្យស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យមួយថ្ងៃគុំតែអាមេរិកដូច្នេះវាខាតប្រយោជន៍អាមេរិកច្រើនដែរតាមពិតវាបានប្រយោជន៍ដល់ប្រទេសសម័យមែនប៉ុន្តែវាចំណេញដល់អាមេរិកទាំងសេដ្ឋកិច្ចទាំងសន្តិសុខសង្គមនិងពិភពលោកទៀតព្រោះអាសន្តិសុខពិភពលោកហ្នឹងបើប្រទេសផ្ដាច់ការនៅជុំគ្នាច្រើនគឺអំពុលទុកឈឺក្បាលមកតែបើអស់ទៅគឺស្រួលនិយាយស្ដាប់គ្នាព្រោះប្រទេសប្រជាធិបតេយ្យចង់ណាស់បានមិត្តភ័ក្តិបានការប្រស្រ័យតាក់ទងគ្នារកស៊ីជាមួយគ្នាមានក្រុមហ៊ុនធំពីប្រទេសប្រជាធិបតេយ្យដូចគ្នាអញ្ចឹងណាតទៅពេលអញ្ចឹងកុម្មុយនីសគឺពិបាកចូលហ្មងក្រុមហ៊ុនទៅអត់បានលឹមលំអញ្ចឹងទៅគឺរកស៊ីអត់បានវាធ្វើឲ្យខាតប្រយោជន៍ទាំងស្រុកខ្មែរខាតប្រយោជន៍ទាំងស្រុកអាមេរិកហើយមួយទៀតដែលសំខាន់បំផុតដែលអាមេរិកឈឺចាប់នឹងរឿងការបង្ខំពលកម្មការងារការរំលោភសិទ្ធិមនុស្សសិទ្ធិកម្មករសិទ្ធិសហជីពហ្នឹងគឺតាក់ទងនឹងការប្រកួតប្រជែងអត់ស្មើភាពគ្នាបងប្អូនត្រូវចាំណាប្រទេសផ្ដាច់ការគឺឲ្យប្រាក់ខែកម្មករទាបមែនតើឥឡូវដូចនៅស្រុកខ្មែរប្រាក់ខែមួយខែ$210បងប្អូនសហគិតមើលនៅអាមេរិកនេះប្រាក់ខែមួយថ្ងៃកម្មករគឺ$150ទៅ$180មួយថ្ងៃ
កម្លាំងកម្មករដែលផលិតផលនៅស្រុកអាមេរិកនេះនៅរោងចក្រសហគ្រាសគេមួយម៉ោងយ៉ាងតិចក៏$12ដែរគឺជាប្រាក់ឈ្នួលអបបរមាគឺទាបបំផុតយើងនៅស្រុកខ្មែរមួយម៉ោងមិនដឹងបាន$1អត់មើលទៅព្រោះអីមួយខែបាន$200ស្មើគេធ្វើការមួយថ្ងៃកម្មករនៅអាមេរិកធ្វើការមួយថ្ងៃជិតបាន$200ស្រុកខ្មែរធ្វើការមួយខែបានតែ$210ឥឡូវបងប្អូនសាកគិតមើលចេះទៅវិញបើយើងធ្វើកម្មករប្រាក់តិចអញ្ចឹងបានន័យថាផលិតផលដែលផលិតចេញមកគឺអាថ្លៃផលិតវាថោកនៅពេលដែលថ្លៃផលិតវាថោកវាអត់ដូចគ្នាដែលចាយលុយច្រើនដើម្បីបង់លុយកម្មករឥឡូវឧទាហរណ៍ឲ្យងាយសាមញ្ញឆាប់យល់បងប្អូនសាកធ្វើទឹកក្រូចកំប៉ុងនៅស្រុកខ្មែរចោះមានរោងចក្រផលិតទឹកក្រូចកំប៉ុងហើយទៅរោងចក្រហ្នឹងមានកម្មករ100នាក់ជាខ្មែរទាំងអស់ហើយយើងជួលទៅគឺឲ្យគាត់ធ្វើការមួយខែ$300អញ្ចឹងមួយខែអស់ប្រមាណ$100 $300អស់តែ$30,000ហ្នឹងមួយខែអស់តែ$30,000ទេសម្រាប់ជួលកម្មករ100នាក់ដើម្បីផលិតទឹកក្រូចហ្នឹងចុះបើសិនជាមួយខែត្រូវឲ្យកម្មករ$3,000តើមួយខែត្រូវអស់ប៉ុន្មានគាត់កម្លាំងកម្មករអស់$3លានមួយអស់$30,000មួយអស់$3លានហើយនៅពេលដែលទឹកក្រូចនឹងលក់ទៅអាអ្នក$300 $30,000នៅក្នុងមួយខែទឹកក្រូចគេត្រូវលក់មកកំប៉ុង$10យើងដាក់លក់តែ$5ក៏ចំណេញដែរឧទាហរណ៍ព្រោះអីតម្លៃពលកម្មយើងថោកផ្ទុយទៅវិញអ្នកដែលផលិតដែលកម្លាំងពលកម្មថ្លៃទឹកក្រូចដូចគ្នាបើអត់លក់មកកំប៉ុង$5-10គឺលក់អត់បានឬក៏$20គឺអត់លក់អត់បានព្រោះអត់អាចយកទៅទប់នឹងកម្លាំងពលកម្មនេះបានដោយសារតែវាថ្លៃហើយថ្លៃហ្នឹងគឺដោយសារអីពលករគាត់មានសិទ្ធិសេរីភាពមានសហជីពមានការតវ៉ាសុំដំឡើងសុំអីឲ្យមានគេអត្ថប្រយោជន៍អីច្រើនដូច្នេះអាការប្រកួតប្រជែងហ្នឹងវាអត់ស្មើគ្នាសោះហើយចឹងទៅធ្វើឲ្យអាមេរិកហ្នឹងគឺផលិតផលខ្លួនឯងយកទៅថ្លៃជាងគេយកប្រកួតប្រជែងអត់គេគឺជនទីផ្សារដទៃមកចូលក្នុងទីផ្សារអាមេរិកផលិតផលគេលក់ថោកអាមេរិកលក់ថ្លៃពេកវាមានគុណភាពមានប៉ុន្តែប្រជាពលរដ្ឋតាធូរថ្លៃហើយប្រហាក់ប្រហែលគ្នាយូរទៅគេទៅប្រើរបស់ថោកជាងហើយអញ្ចឹងហើយបានជារបស់ផលិតនៅប្រទេសចិនប្រទេសអីហ្នឹងច្រើនសម្បើមនៅសហរដ្ឋអាមេរិកប្រទេសកម្ពុជាហ្នឹងក៏មានផលិតផលវិជ្ជាភ័ណ្ឌច្រើនដែរវាជួយកម្មករបានក៏ប៉ុន្តែរឿងនេះគឺវាប៉ះពាល់ដល់ការប្រកួតប្រជែងអញ្ចឹងហើយបានថាឥឡូវអាមេរិកគេចង់ឲ្យយើងស្ដារអាស្ថានភាពហ្នឹងតែយើងស្ដារអត់បានកម្ពុជាពិបាកស្ដារមែនតើរឿងសិទ្ធិមនុស្សនិងប្រជាធិបតេយ្យមិនមែនដាក់ពិបាកស្ដារដោយសារតែចង់ឲ្យគេស្រឡាញ់យើងគេគោរពយើងឲ្យប្រជាពលរដ្ឋមានភាពសុខដុមរមនាមានប្រាក់ជីបៀវត្សឬប្រាក់ឈ្នួលអីច្រើនមិនមែនអញ្ចឹងទេគឺมันអាចនឹងស្ដារស្ថានភាពហ្នឹងដោយសារតែប៉ះពាល់ដល់ការក្រាញអំណាចរបស់ក្រុមគ្រួសារតកូលហ៊ុននឹងឯងគឺដោយសារតែហ៊ានតែបដ ாய் ឲ្យសហជីពតវ៉ាហ៊ានតែឲ្យប្រជាសហជីពក្រោកបាតកម្មអីដើម្បីបញ្ចេញមតិពីរឿងធ្វើបាបកម្មករធ្វើបាបសហជីពតវ៉ារឿងប្រាក់ឈ្នួលទាបរឿងសិទ្ធិរស់នៅរបស់កម្មកររឿងជិះឡានប្រជិតគ្នារឿងអីអត់បង្ក្រាបគឺអាបញ្ហានឹងកើតឡើងវាខាតប្រយោជន៍ដល់ថៅកែហើយត្រូវចាំថាថៅកែនៅស្រុកខ្មែរក៏មានមន្ត្រីរាជការគណៈបកប្រជាជននឹងច្រើនណាស់ដែលមានភាគហ៊ុនកាងក្រុមហ៊ុនរបស់ចិនទាំងអស់បិទតែចិនបិទអីនៅស្រុកខ្មែរមែនណាប៉ុន្តែមន្ត្រីខ្មែរច្រើនណាស់ដែលបានផលពីអស់ហ្នឹងនិយាយទៅលៀបសកាអរ៉ាអស់ហ្នឹងវាចូលតែក្រុមពួកគាត់ទេវាអត់បានចូលដល់ឆ្នាំងបាយកម្មករដល់អញ្ចឹងទៅពួកគាត់កាងអាហ្នឹងអូប្រហើបទៀតសិទ្ធិសេរីភាពតែហ៊ានឲ្យគាត់តវ៉ាឡើងដល់ប្រាក់ខែ250អញ្ចឹងឧទាហរណ៍300អ្នកណាអ្នកខាតប្រយោជន៍បងប្អូនចំណេញកម្មករតែខាតប្រយោជន៍ពួកមន្ត្រីអស់នោះដែលមានភាគហ៊ុននៅក្នុងក្រុមហ៊ុនទាំងអស់ហ្នឹងដូច្នេះអត់ខ្ជិះអេសហជីពហ្នឹងក៏អញ្ចឹងដែរផ្ដេសផ្ដាស់មែនតើសហជីពការពារកម្មករពេលកម្មករតវ៉ាតម្លើងប្រាក់ខែទៅការពារថៅកែថាកុំឡើងអីខ្លាចថៅកែដួលឲ្យវាដួលទៅទេម្ដងទៅព្រោះបើហូបក្ដួចដដែលវាអត់មានស្តង់ដាឃើញដល់ពេលអាស្តង់ដាយើងប្រាក់ខែទាបយើងចំណេញតែពួកខាងជញ្ជក់ឈាមប្រជាពលរដ្ឋនិងថៅកែដែលកេងប្រវ័ញ្ចប្រជាពលរដ្ឋកម្មករដល់ពេលហើយវាប៉ះពាល់ខ្ទាស់ដល់អាការធ្វើពាណិជ្ជកម្មសេរីជាមួយអាមេរិកដោយសារការប្រគល់ប្រជែងអត់ស្មើភាពគ្នាព្រោះប្រាក់យើងវាទាបពេកអាមេរិកសូម្បីតែទៅដល់ប្រទេសចិនណាផលិត iPhone នៅប្រទេសចិនណារោងចក្រនៅប្រទេសចិនប្រាក់ខែមិនក្រោម$500ទេព្រោះអីបាតកម្មតវ៉ារឿងអាមេរិកអារឿងកន្លែងផ្សេងទៀតតវ៉ាបានតែក្រុមហ៊ុន Apple មួយគឺចិនតវ៉ាបដូរផ្ដាច់តវ៉ាអត់ឈ្នះលូតសម្រាប់ខ្លួនទៅលើអាគារដល់ពេលអញ្ចឹងទៅខាងក្រុមហ៊ុន Apple គេអាចលេបចូលនៅឃើញការធ្វើទុកបុកម្នេញកម្មករខ្លាចអ្នកទិញនៅហ្នឹងគេអត់ទិញ
ផលិតផលរបស់ Apple ហ្នឹងដែលធ្វើបុកម្នេញកម្មករឡើងប្រាក់ខែផ្ដល់ការយកចិត្តទុកដាក់អត្ថប្រយោជន៍អានឹងជាប្រយោជន៍អញ្ចឹងណាតែស្រុកយើងងើបមួយវាយមួយតវ៉ាសុទ្ធតែថាយើងនឹងបោកឆ្នាំងបាយកម្មករតវ៉ាឲ្យកម្មករឡើងប្រាក់ខែទៅបោកឆ្នាំងបាយគេយ៉ាងម៉េចខ្ញុំអត់យល់ហើយយើងចុះតែបោកប្រជាពលរដ្ឋនឹងថាកុំតវ៉ាគឺគេរត់ហើយរត់ពីខ្មែរទៅបើករោងចក្រនៅវៀតណាមហើយរត់ពីខ្មែរទៅបើករោងចក្រនៅកាណាដានៅបង់ក្លាដេសស្រីលង្កាអាហ្នឹងមកពីយើងធ្វើបាបគ្នាអត់ជំរឿសដល់គ្នាអត់ជំរឿសឲ្យជំរឿសពីហូបនិងអត់ហូបអត់មានឲ្យជំរឿសគ្នាចុះខ្ញុំហូបនំប៉័ងបានទេមីឆាឬក៏នំបញ្ចុកស្លការីឬក៏បបរសត្រីងៀតអីយើងអត់ទេយើងនិយាយមានជំរឿសតែមួយគត់ហូបឬក៏អត់ហូបអត់ខ្វល់រឿងហូបអីទេហូបឬក៏អត់ហូបអត់ឲ្យគ្នាជ្រើសរើសថាទេចុះបើហូបជាមួយតបាយកកបាយអីរាល់ថ្ងៃចឹងងាប់ហើយមានកម្លាំងឯណាអត់ទេហូបឬអត់ហូបយើងមានតែប៉ុណ្្នឹងឯងអានេះហើយជាការរឹតបន្តឹងសិទ្ធិសេរីភាពប្រជាពលរដ្ឋយ៉ាងសម្បានប៉ុន្តែយ៉ាងណាបងប្អូនអាការដែលធ្វើពលកម្មដោយបង្ខំឬគឺធ្វើបាបហ្នឹងមិនមែនតែខ្មែរទេអញ្ចឹងខ្មែរក៏ជាប់នៅក្នុងបញ្ជីហ្នឹងក៏វាអាក្រក់តែយើងត្រូវស្ដារហ្នឹងឡើងវិញឲ្យគួរឲ្យសោកស្ដាយតែប៉ុណ្្នឹងអញ្ចឹងសភាអាមេរិកថ្ងៃឥឡូវថ្ងៃទី22ខែមិថុនានេះគេនឹងដាក់អាសំណើនៃការរកឃើញប្រទេសទាំង60ដោយទាំងស្រុកខ្មែរហ្នឹងយកទៅដាក់ឲ្យប្រជាពលរដ្ឋពិនិត្យផ្ដល់យោបល់សិនមុននឹងកំណត់ពន្ធ 10% និង 12.5% បន្ថែមហ្នឹងហើយតតែខែកក្កដាបានមានសវនាការមួយដែលគេរៀបចំយើងបន់ស្រន់ទៅបងប្អូនបន់ស្រន់ឲ្យកម្ពុជាកែទៅយើងមើលឡានដឹកកម្មករដូចស្លាប់ថ្ងៃមុនបុកគ្នា2ខេត្តហ្នឹងស្លាប់កម្មករ14នាក់របួស80-90នាក់ដោយសារបជ្រៀតគ្នាដូចជ្រូកដូចម្រាមដៃចេះហើយហ្នឹងហើយស្ថានភាពធ្វើការយើងដែលល្អអស្ចារ្យនោះខ្ញុំឃើញខំប្រឹងកែប្រែដែរប៉ុន្តែដូចខ្ចង់អញ្ចឹងបើចាប់គ្នាឯងដាក់គុកវិញ24ម៉ោងបកកែអញ្ចេះគឺដូចខ្ចង់ព្រោះកែហ្នឹងបងប្អូនមិនមែនស្រួលកែទេព្រោះតែកែឲ្យប្រយោជន៍ដល់កម្មករវាបាត់ប្រយោជន៍ថៅកែហើយដូចខ្ញុំនិយាយចឹងថាថៅកែហ្នឹងវាមានភាគហ៊ុនរបស់មនុស្សនៅក្នុងជួរគណៈបកកណ្ដាលអំណាចច្រើនណាស់នៅកាងនៅបានចំណេញអញ្ចឹងដល់អញ្ចឹងវាខាតលៀបគាត់វាបានទៅចំណេញកម្មករប៉ុន្តែវាខាតចំណេញពួកគាត់អត់មានខាតឡងចង់ទេណាតាកែនិងពួកមន្ត្រីរាជការឬក៏មន្ត្រីខ្នងក្រាក់ដែលនៅក្នុងជួរគណៈបកកណ្ដាលអំណាចដែលនៅកាងក្រុមហ៊ុនទាំងអស់នេះគឺខាតចំណេញទេបងប្អូនកម្មករបានខាតឡងចង់ខាតចំណេញនេះខ្ញុំចង់និយាយថាម៉េចហោះបើឲ្យកម្មករមានសិទ្ធិការងារមានឡានជិះអីល្អជួយឧបត្ថម្ភថែមអីចឹងទៅឡើងប្រាក់ខែគាត់កាលមុនពួកគាត់ចំណេញ10ពួកតកែពួកមន្ត្រីនេះចំណេញ10ដល់ឥឡូវគាត់ចំណេញនៅតែ7គាត់ព្រមគាត់ចង់ចំណេញ10ក៏អត់ខ្វល់ណែឯងបានអីទេគឺគាត់ត្រូវការចំណេញចឹងឲ្យច្រើនវាអត់ចែកគ្នារស់ហ่าបងប្អូនវាអញ្ចឹងណាអាហ្នឹងដោយសារប្រទេសយើងវាគ្មានប្រជាធិបតេយ្យត្រឹមត្រូវបើមានត្រឹមត្រូវសហជីពខ្លាំងរឹងមាំឃើញអំពីការដែលចំណេញច្រើនរបស់ក្រុមហ៊ុនយកមកលាតត្រដាងទៅយើងអាចបកអាក្រាតគាត់តែអត់ទេយើងអាចជ័យធ្លាក់ទឹកតែស្ករឲ្យតែគេថាតាបាតកម្មគឺយើងបដិវត្តពណ៌គឺយើងបំផ្លាញរោងចក្របំផ្លាញឆ្នាំងបាយគឺចាប់កម្មករលែងហ៊ាននិយាយឲ្យអីអស់តែទៅគេចាប់ដាក់គុកហើយបើមេដឹកនាំទៅនិយាយអីសួរពីសុខទុក្ខកម្មករវិញណាអត់ដែលសួរសុខទុក្ខកម្មករឲ្យបានថាចោះជីវភាពប៉ុណ្ណឹងរស់នៅគ្រប់គ្រាន់ទេអត់ដែលហៅឲ្យកម្មករឡើងមកនិយាយថាជួលផ្ទះផងហូបចុកផងទឹកភ្លើងផងការប្រើប្រាស់សពសារពើផងហើយបន្ទប់ជួលបន្ទប់អីហ្នឹងបូកចូលគ្នា210ហ្នឹងហូបគ្រាន់អត់ហើយបើគ្រាន់ហ្នឹងយ៉ាងម៉េចអត់ដែលឲ្យកម្មករនិយាយចឹងទេនោះទៅសបាយទៅបំប៉ោងព័ត៌មានទៅសម្ភាសកម្មករ4-5នាក់ហ្នឹងថាអូជីវភាពគេធូរធារល្អសំរុំល្មមបាន210អីហ្នឹងគឺល្អមែនតើការយកចិត្តទុកដាក់ពីរដ្ឋាភិបាលហ្នឹងប្រឡប់ប្រជាពលរដ្ឋឲ្យទល់ពធស្ដាប់ទៅចាំមកខុសអីតាឯងហ្នឹងប្រជាពលរដ្ឋគេសុទ្ធតែព្រមឲ្យ210គេល្អគ្រប់គ្នាប៉ុន្តែមនុស្សគ្រប់រាប់សែនអ្នកហ្នឹងគឺសុទ្ធតែយំអត់ទៅស្ដាប់ហើយបើស្ដាប់ហ្នឹងទៅនិយាយរឿងអាហាភាសលើក្រែអីណាសម្ភាសអ្នកនេះដេកជាមួយគ្នាប៉ុន្មានដងឯណាទៅអញ្ចឹងវិញបាទរឿងការពិតជាក់ស្ដែងយើងអត់មានអានេះនយោបាយប្រជាពិធឲ្យបងប្អូននឹងនៅសឹមនឹងហើយដល់ពេលចុងក្រោយគេគម្រាមងើបមួយវាយមួយស្ងាត់មាត់ចិត្តឈឹងព្រោះរឿងស្រុកខ្មែរអត់មានរឿងអីក្រៅពីងើបមួយវាយមួយទេបងប្អូនព្រោះអត់អាចដោះស្រាយរឿងអីបានក្រៅពីគម្រាមហ្នឹងទេតែងើបមកវាដូចថាបញ្ហាវានៅចាក់ស្រេះអញ្ចឹងស្អីក៏មានដែរដល់អញ្ចឹង
អត់ដោះស្រាយបញ្ហាទេគឺនាំគ្នាអង្គុយបកផ្សែងគឺងើបមួយវាយមួយចឹងទៅឥឡូវខ្ញុំនិយាយអំពីតកតងនឹងអារឿងបញ្ហានៅស្រុកខ្មែរងើបមួយវាយមួយនេះគឺក៏មានប្រជាពលរដ្ឋខ្មែរយើងនៅក្រៅប្រទេសគាត់ទលាន់គាត់មិនទលាន់រឿងអីទេគាត់ដូចគិតថាលោកហ៊ុនសែនគួរល្មមបានហើយតកតងនឹងការគម្រាមកំហែងប្រជាពលរដ្ឋព្រោះអីពាក្យភាសាដែលនិយាយអាមឹងឬក៏គម្រាមងើបមួយវាយមួយមានដើម្បីអីអាងើបមួយវាយមួយហ្នឹងគឺដើម្បីក្រាញអំណាចតាមពិតអាការក្រាញអំណាចហ្នឹងវាមិនមានអីខុសទេប្រទេសណាក៏គេចង់ក្រាញអំណាចទេមើលទៅសិង្ហបុរីមើលលីខ្វាន់យូឬក៏ស្អីកូនចៅគាត់ហ្នឹងអ្នកណាក៏ចង់ឃើញគាត់តាក់មកគ្រួសារតកូលគាត់កាន់អំណាចរហូតជាប់ឆ្នោតរហូតរាប់សិបឆ្នាំមានណាគេតូមមិញតកូលណាតកូលទៅប៉ុន្តែយើងកាន់ដោយធម៌វាមានភាពសប្បាយរីករាយតកូលណាកាន់ក៏គេមិនឈឺក្បាលហើយបងប្អូនតិចទៀតថាបើតកូលហ៊ុនកាន់ររឿងនោះររឿងចាំមើលតកូលណាកាន់អីចឹងហេតុអីមិនររឿងគេយូរឆ្នាំយូរអាណត្តិវាអត់មានអ្នកណាគេឈឺក្បាលទេដូចលោកគ្រូចៅអធិការដែលកាន់ធ្វើឲ្យវត្តអភិវឌ្ឍធ្វើឲ្យប្រជាពលរដ្ឋឧបាសកឧបាសិកាប្រសក់ជើងវត្តនឹងត្រូវរូវគ្នាសបាយក្អាកក្អាយនាំគ្នាធ្វើបុណ្យនៅវត្តនឹងបានកសាងរីកចម្រើនភូមិមានសុខសន្តិភាពកូនចៅនឹងក៏ចម្រុងចម្រើនអីល្អណែណាទៅចង់ឲ្យដោះប្រជុំលោកចៅអធិការហ្នឹងខ្ញុំកំពុងតែឆ្ងល់ព្រោះវាល្អហើយក៏ប៉ុន្តែយើងវាអត់តកូលណាក៏ដោយវាអត់សំខាន់ទេសំខាន់តកូលទេវតាហ្នឹងក៏ដោយចុះបើសិនជាតកូលទេវតាហ្នឹងឲ្យធ្វើឲ្យដូចទេវតាទៅព្រោះគណៈបកទេវតាហ្នឹងមានតែចិត្តតែជាទេវទត្តទេមាត់ជាទេវតាទេវតាតែមាត់តែឥឡូវមាត់ហ្នឹងក៏លែងទេវតាដែរងើបមួយវាយមួយស្អីចឹងទៅរហូតតទៅលោកម៉ែនណាតនៅស្រុកក្រៅនៅន័រវេម្សិលមិញប្រហែលជាទ្រាំបានលោកថាអ្នកណាប្រើពាក្យជាមេដឹកនាំថាងើបមួយវាយមួយហ្នឹងគឺជាសម្ដីជនពីលឯណាអញ្ចឹងតែឥឡូវមានខ្មែរយើងម្នាក់នៅអូស្ត្រាលីលោកសង្សានករណាថ្ងៃនេះក៏អត់ទ្រាំមិនបានក៏បញ្ចេញសារបន្តិចដែរដូចថាវាជ្រុលពេកគាត់ថាអឺគាត់ថាចេះឈប់បន្តអាការឈឺចាប់ចំពោះខ្មែរគ្នាឯងលោកសង្សានករណាដែលធ្លាប់ជាមន្ត្រីសិទ្ធិមនុស្សអង្គការអាត់ហុកនៅកម្ពុជាហើយត្រូវគេតាមប្រផាត់ចាប់ប្រភីងដែរឥឡូវបាននិទេសខ្លួនដល់ប្រទេសអូស្ត្រាលីជាមួយគ្រួសារបានផុតពីទុកទោសនោះក៏បាននិយាយសារនេះថាអញ្ចេះធ្វើអ្វីកុំឲ្យហួសហេតុពេកសូមត្រឹមល្មមបានហើយគ្មានអ្នកណាម្នាក់រស់នៅជាអមតៈនោះឡើយបើនៅតែហិង្សាខ្លាំងក្លាទៅជាមួយខ្មែរគ្នាឯងជាមួយអ្នកប្រឆាំងក្រៅប្រទេសសូមកុំភ្លេចគិតថាកូនចៅរបស់ពួកលោកសុទ្ធសឹងតែកំពុងតែរៀននឹងខ្លះនៅប្រទេសលោកសេរីចុះបើក្រុមប្រឆាំងទាំងអស់គេបែកគំនិតនាំគ្នាធ្វើបាតកម្មគ្រប់ប្រទេសនៅមុខសាលារៀនឬក៏នៅមុខផ្ទះរបស់កូនចៅរបស់អ្នកធំស្រុកខ្មែរហ្នឹងដែលមកនៅស្រុកក្រៅនេះមិនឲ្យមករស់នៅឬក៏មិនឲ្យមករៀនសូត្របានតើពួកអ្នកគិតយ៉ាងណាទៅវិញតើការប្រើប្រាស់ហិង្សាតបតគ្នាពេលណាមានទីបញ្ចប់បានសូមធ្វើអ្វីកុំឲ្យហួសហេតុពេកសូមធ្វើត្រឹមតែល្មមបានហើយគ្មានអ្នកណាម្នាក់រស់ជាអមតៈឡើយនេះគឺជាសាររបស់លោកសង្សានករណាតាមពិតគាត់តបទៅនឹងសាររបស់លោកហ៊ុនសែនដែលម្សិលមិញគឺគម្រាមងើបមួយវាយមួយអ្នកណាដែលចង់ផ្ដួលរំលំរដ្ឋាភិបាលកម្ពុជាតាមផ្លូវអីក៏ដោយឲ្យតែផ្ដួលរំលំតែបើសិនជាអ្នកតស៊ូមតិតាមផ្លូវសន្តិវិធីគាត់ថាគាត់គោរពសិទ្ធិអីអញ្ចឹងទៅប៉ុន្តែការគោរពសិទ្ធិសន្តិវិធីនោះអត់ដែលបានគោរពទេឃើញថាអ្នកណាក៏ខុសដែរឲ្យតែជំទាស់នឹងរដ្ឋាភិបាលគឺត្រូវតែក្តិចត្រូវតែមួលត្រូវតែបំផ្លាញត្រូវតែកំទេចហើយកែប្រែច្បាប់នោះទាញឲ្យយឺតដូចកស៊ូជាប់គុកទាំងអស់ពីបទញុះញង់អីចឹងទៅអាហ្នឹងអ្វីដែលគាត់លើកឡើងហើយក្នុងពេលជាមួយគ្នាហ្នឹងគឺគាត់ចាប់ផ្ដើមបញ្ចេញចៅរបស់គាត់ដែលធ្វើឲ្យប្រជាពលរដ្ឋហ្នឹងអ្នកគ្រប់គ្រងគណៈបព្វជិជនមិនរកម្មចិត្តទេព្រោះអានេះជាល្បិចនយោបាយរបស់ក្រមជនផ្ដាច់ការទាំងអស់នៅលើលោកគឺអស់ពីឪត្រូវកូនតគ្នាតទាយាទដល់ចៅទៀតដើម្បីប្រាប់ថាបោះឆ្នោតឲ្យគណៈបកកាន់អំណាចហ្នឹងគឺអ្នកឯងនឹងបានទទួលការការពារនឹងបើពុករលួយបើលួចជាតិនឹងអាចលួចបានតដល់ចៅគាត់ទៀតព្រោះអីនៅក្នុងក្រាញអំណាចហ្នឹងរបៀបដឹកនាំរដ្ឋអត់មានផ្លាស់ប្ដូរទេពីឪដល់កូនដល់ចៅអីចឹងទៅនេះគេចង់ប្រាប់ធានាឲ្យអ្នកគ្រប់គ្រងគណៈបកកាន់អំណាចហ្នឹងនៅជឿទុកចិត្តលើថ្នាក់ដឹកនាំថា
ទោះក្នុងតម្លៃណាគឺអត់មានឲ្យបែកបាក់ក្រុមគ្រួសារយើងទេបើនៅស៊ីបាននៅស៊ីរហូតព្រោះអស់ពីឪដល់កូនអស់ពីកូនដល់ចៅគឺនៅបំផ្លាញជាតិនៅលួចជាតិនៅពុករលួយនៅកក្រិចនៅអីហ្នឹងគឺយើងនៅបានទាំងអស់រក្សាតំណែងរក្សាការងាររក្សាអីនៅជាប់ព្រោះអីតពីឪដល់កូនតពីកូនដល់ចៅបានន័យថារចនាសម្ព័ន្ធនៃរបៀបដឹកនាំដដែលអត់មានអ្នកណាមករុះរើកកោកកាយត្រូវទូទាលុយលួចជាតិនឹងមកវិញអីបានព្រោះអត់ណាធ្វើបានសោះអញ្ចឹងគាត់ចាត់ទុកថាតកូលគាត់គឺជាតកូលទេវតាមិនអាចមានគណៈបកប្រឆាំងណាមកដណ្ដើមបានទេតាមពិតរឿងដែលតកូលតអីនេះខ្ញុំដូចអត់មានតោមនិញទេខ្ញុំនិយាយទៅលោកហ៊ុនសែននិយាយនឹងក៏ស្អំចិត្តគណៈបកប្រជាជនកម្ពុជាវាមិនមែនជារឿងអីខុសឆ្គងទេក៏ប៉ុន្តែអាការស្អំចិត្តហ្នឹងវាធ្វើបាបធ្វើទុកបុកម្នេញរបស់ក្រមប្រឆាំងជាពិសេសក្រមជនរងគ្រោះនៃការរំលាយគណៈបកសង្គ្រោះជាតិអីគ្នាវាឈឺចាប់ត្រង់ថាប៉ុណ្ណឹងហើយអត់អស់ចិត្តឪពុកកាន់ដល់ទៅ30 40ឆ្នាំហើយអត់អស់ចិត្តឥឡូវដល់កូនកាន់មកប្រហែលឆ្នាំអត់មានគ្រាន់អីជាងឪសោះឥឡូវធ្លាក់ដល់ចៅទៀតអញ្ចឹងធ្វើឲ្យសេចក្តីអស់សង្ឃឹមហ្នឹងគឺវានៅនឹងឥឡូវយើងនិយាយវិលទៅរឿងលោកចៅអធិការវត្តបើចៅអធិការកសាងល្អប្រជាពលរដ្ឋត្រូវរើគ្នាសុខដុមរមនាក្នុងភូមិជាការពិតចង់ឲ្យកូនចៅអធិការបើសិនជាលោកមានប្រពន្ធមានកូនចង់ឲ្យមកស្នងតំណែងចៅអធិការទៀតព្រោះមានគេឈ្មោះល្អអស់ពីកូនទៅចង់ឲ្យបានចៅលោកអធិការនឹងនៅបន្តគេឈ្មោះទៅព្រោះល្អក្នុងភូមិនឹងគេស្រឡាញ់អ្នកណាមិនស្រឡាញ់ក៏ប៉ុន្តែបើដឹងថាចៅអធិការនឹងផឹកក៏ផឹកស្រីក៏ស្រីពាលាអាវ៉ាសែបាតផ្សារហឹង្សាវ័យលោកនេនបាច់ចម្លក់ប៉ោងចម្លក់ហើយទៅប្រព្រឹត្តខុសអាបត្តិលោកប៉ុន្តែទៅរករឿងអត់បានដោយសារតែមានក្រុមគាត់ហ្នឹងជួយកាងនៅទប់ជាប់នៅហ្នឹងហើយចេះតែចាប់អ្នកណាតវ៉ាដាក់គុកហើយដល់ពេលអស់ពីចៅអធិការគេបដិញអត់បានមកធ្លាក់ចេញកូនចៅអធិការហ្នឹងឥឡូវកូនចៅអធិការធ្វើអីមិនកើតគេដោះអត់ដេញអត់បានដោយសារតែយើងដូរអាប្រព័ន្ធគណៈកម្មការវត្តសុទ្ធតែគ្នាឯងបោះឆ្នោតមិនក៏តែមិនឈ្នះព្រោះអីគណៈកម្មការវត្តដូចទីហោ5នាក់ដើម្បីបោះទម្លាក់ចៅអធិការទាំង5នាក់សុទ្ធតែបោះវត្តការពារចៅអធិការដល់ចឹងគ្នាអ្នកបសក់ជើងវត្តនឹងធ្វើមិនក៏តែមិនឈ្នះតោះតែដូរគណៈកម្មការនឹងចេញប៉ុន្តែដូរអត់បានដោយសារគណៈកម្មការនឹងគេសរសេរច្បាប់សរសេរអីហើយដល់ពេលហើយដាក់កូនមកទៀតកូននឹងប្រព្រឹត្តអំពើផ្ដេសផ្ដាស់ទៀតគេដូរអត់បានឥឡូវនឹងទៅរករឿងគេទៀតថាអត់ទេអ្នកណានៅគ្រប់ត្រគាត់ដែលធ្លាប់លួចរបស់វត្តបានហ្នឹងនៅការពារកូននឹងទៀតដើម្បីធ្លាក់ដល់ចៅទៀតឧទាហរណ៍ទេខ្ញុំមិននិយាយថាគ្រួសារតកូលហ៊ុនអាក្រក់ដល់ប៉ុណ្ណឹងទេខ្ញុំគ្រាន់តែនិយាយថានេះគឺជាន័យធៀបតើប្រជាពលរដ្ឋក្រំគ្រាដួងចិត្តប៉ុណ្ណាទៅដែលដឹងថាយើងខំប្រឹងក្រាងកាងចឹងកូនទេវតាចៅទេវតានោះវាសំថាជាអ្នកដែលប្រកបដោយទស្សពិតរាជធម៌អីចឹងមាននរណាគេទៅឈឺក្បាលតកូលហ៊ុនតកូលទាតកូលកម្មតកូលសុកតកូលរងតកូលមីតកូលហាច់តកូលសឿនអីកាន់ទៅវាអត់មានបញ្ហាអីសោះគ្មានអ្នកណាគេជំទាស់រឿងតកូលទេមែនតើប៉ុន្តែសប្ងៃខ្ញុំឃើញក្រុមប្រឆាំងនៅក្រៅប្រទេសឬក៏អ្នកដែលតស៊ូមតិទាស់នឹងតកូលដោយសារតែអាការដឹកនាំបែបទាយាទហើយអត់ព្រមផ្លាស់ប្ដូរហ្នឹងទេតែអញ្ចឹងតែប៉ុណ្្នឹងទេបើសិនជាយើងដាក់តកូលដដែលក្រុមដដែលមនុស្សដដែលបានន័យថារបៀបដឹកនាំរដ្ឋវាដដែលនឹងមានដូរអីលោកហ៊ុនម៉ាណែតកាន់2 3ឆ្នាំហើយមានដែលធ្វើអីខុសពីឪឥឡូវនេះអត់មែនត្រឹមធ្វើអីខុសពីឪទេគឺអត់ធ្វើហ្មងឲ្យឪធ្វើទាំងអស់ទៀតដែលគាត់វ័យចំណាស់ចិត្តជាងហើយដែលគួរតែម៉ោងនេះទៅសុំសិលឬក៏ទៅវត្តទៅវាអីទៅឬក៏សម្រាប់ពីការងារទៅល្មមបានអត់មកនៅកោកពេញតែបណ្ដាញសង្គមនឹងដដែលតាមខេត្តតាមអីទៅត្រុកអត់បានសម្រាប់អីទៀតចុះកូនមានកម្លាំងពេញលោកហ៊ុនម៉ាណែតអាយុ50ឆ្នាំតែឆ្នាំរោងដូចខ្ញុំដែរអាយុ50មានកម្លាំងពេញបឹបអត់ទេឥឡូវឲ្យឪធ្វើទៅតាមពិតមិនមែនលោកហ៊ុនម៉ាណែតមិនចង់ធ្វើដែរតែឪនឹងគឺអត់ឲ្យកូនធ្វើដែរវាយ៉ាប់ដែរពិបាករឿងត្រង់ថាអត់បរៀនកូនឲ្យស្ទូចត្រីឲ្យតែត្រីកូនហូបចាំមើលដល់ពេលអត់ពីលោកហ៊ុនសែនទៅកូនដាច់ពោះហ្មងបាទឥឡូវនេះគឺចូលដល់ព័ត៌មានបន្ថែមទៀតពេលវេលាចង់ថាចង់ផ្អែមបន្លែដែរតែទៅអត់រួចព្រោះពេលវេលាខ្លីពេកបងប្អូនខ្មែរខ្លះសួរខ្ញុំថាមានន័យថាម៉េចទៅលោកមុងនារ៉េតអាផ្អែមបន្លែហ្នឹងបញ្យល់ផងផ្អែមបន្លែហ្នឹងគឺតប៉ែបងប្អូនបើនិយាយឲ្យងាយស្រួលស្ដាប់វាដូចវាផ្អែមនៅហ្នឹងវានៅអត់ទៅមុខនៅឡាយនៅហ្នឹងបាទខ្ញុំថាអញ្ចឹងប៉ុន្តែពេលខ្លះវាត្រូវការផ្អែមបន្លែអញ្ចឹងដែរព្រោះនិយាយម៉ាត់មួយទៅគឺវាចប់ទៅប៉ុន្តែវាអត់បកស្រាយអត់អីទៅបងប្អូនខ្លះក៏លោកមិនយល់ដល់ពីពវៀនបទចទាសរបស់អ្នករដ្ឋគ្រប់គ្រងរដ្ឋអីចឹងបោកប្រជាពលរដ្ឋមកអាយុហើយអាប្រព័ន្ធឃោសនាផ្សព្វផ្សាយគេហ្នឹងបោកគ្រប់គ្នាហើយដល់ពេលហើយបងប្អូនចាញ់បោកហើយដល់ពេលហើយតាំងមកអង្គុយយំខ្ញុំចង់ឲ្យបងប្អូនខ្មែរយើងមានអំណាច
ពេញដៃហើយអំណាចនឹងមិនមែនអំណាចទៅធ្វើអំពើហិង្សាអីទេអំណាចប្រាជ្ញាអំណាចមនសិការបញ្ញាញាណអំណាចត្រេះរិះអំណាចដឹងអំពីការដែលដឹកនាំប្រទេសទាំងក្រមប្រឆាំងទាំងក្រមគណៈបកកណ្ដាលអំណាចតើអ្នកណាគ្រាន់បើជាងអ្នកណាស្មោកគ្រោកជាងអ្នកណាហើយជាប្រជាពលរដ្ឋនឹងត្រូវសម្រេចជោគវាសនាដោយខ្លួនឯងមិនឲ្យក្រុមអ្នកនយោបាយណាបោកយើងបានអានេះបានប្រទេសយើងទៅមុខខ្ញុំចង់ឲ្យប្រជាពលរដ្ឋជាអ្នកចេះដឹងយល់ព័ត៌មានគ្រប់ជ្រុងជ្រោយឲ្យសម្រេចជោគវាសនាដោយខ្លួនឯងកុំឲ្យគេបោកសរង1 ព្រួយ 5 ឆ្នាំទេតែប៉ុណ្្នឹងឯងហើយបើប្រជាពលរដ្ឋមានការត្រេះរិះពិចារណាត្រឹមត្រូវមេដឹកនាំអត់ចេះបោកយើងបានស្រាចិត្តអានេះជាបំណងដែលខ្ញុំចង់បានអត់ដែលថានាំគ្នាទៅបំពាក់អាវុធដើម្បីធ្វើរដ្ឋាភិបាលក្រៅច្បាប់ឬក៏ផ្ដួលរំលំរដ្ឋាភិបាលអត់អាលីងមូលនរ៉េតស្រឡាញ់សន្តិភាពស្រឡាញ់អំពើអហិង្សានិងការតស៊ូមតិដោយសន្តិវិធីតាមរយៈការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌អីអញ្ចឹងឯងអត់មានទៅទៀមទាឲ្យមានអំពើហិង្សាធ្វើបាតកម្មបះបោអីណាអត់មានទេប៉ុន្តែអាទាំងអស់នេះណាបើអត់ធ្វើតាមអ្វីដែលមូលនរ៉េតប្រាប់ទេណាអត់ផុតពីបង្ហូរឈាមគ្នាទេទោះជាគណៈបកប្រជាជនកម្ពុជាប្រឹងទប់យូរប៉ុណ្ណាក៏ដោយនៅពេលណាមួយគឺវាមិននឹងដល់ផ្ទុះក្ដួងដែលឆេះឈួលពេញផ្ទៃប្រទេសចលាចលទាំងក្រមក្នុងគណៈបកប្រជាជនទាំងក្រមនឹងច្បោកច្បល់ព្រោះអីអារបៀបដឹកនាំរដ្ឋបែបនេះនឹងគឺវាអត់មានទៅមុខឆ្ងាយទេបើយើងអត់ដូរហើយបើដូរទៅវាអាចកែបានតែប៉ុណ្ណឹងឥឡូវរដ្ឋមន្ត្រីការបរទេសថៃឯណោះថាកម្ពុជាបិទផ្លូវចរចារឿងព្រំដែនគោកដោយសារតែយករឿងព្រំដែនទឹកមកររឿងថៃលោកសៀស័កភួងកេតកែវរដ្ឋមន្ត្រីក្រសួងការបរទេសថៃថ្ងៃនេះគឺផ្ញើសារហាក់បីដូចជាគ្រោះថ្នាក់ណាស់សម្រាប់កម្ពុជាបងប្អូនប៉ុន្តែគាត់ទៅលួងចិត្តសហគមន៍អន្តរជាតិឲ្យជឿថាថៃជាមនុស្សចាស់ទុំណាហានេះជាគ្រោះថ្នាក់មែនតើព្រោះអីយើងដឹងហើយលោកហ៊ុនម៉ាណែតបានជូនដំណឹងទៅថៃជូនដំណឹងទៅអង្គការសហប្រជាជាតិតាក់ទងវិធានការឬក៏យន្តការផ្សះផ្សាដោយបង្ខំដែលប្រើនៅក្នុងយន្តការច្បាប់ UNCLOS តាក់ទងនឹងព្រំដែនសមុទ្រត្រួតស៊ីគ្នាដែលរឿងព្រំដែនគោកអត់ទាន់ដោះស្រាយចេញផងយើងទៅនាំគ្នាដុតភ្លើងនៅព្រំដែនទឹកឥឡូវព្រំដែនទឹកហ្នឹងដល់ពេលយើងដុតថៃគេរករឿងបាត់ថៃតាមពិតគឺជាអ្នកដើមហេតុទេនៅក្នុងការលុប MOU 2001តាមពិតអ្នកដែលត្រូវបន្ទោសគឺថៃឯងក៏ប៉ុន្តែថៃឆ្លាតមួយកន្លែងចេះថៃគេបកស្រាយថ្ងៃនេះលោកសៀស័កភួងកេតកែវគាត់ថាមិនដឹងថាគេត្រូវនិយាយប្រាប់កម្ពុជាប្រមាណដងទៀតឲ្យជឿថាការលុប MOU នេះគឺមិនមែនជាចេតនាផ្ដាច់ទំនាក់ទំនងចរចាទ្វេភាគីរវាងកម្ពុជានិងថៃទេគេថា MOU ហ្នឹងទាំងកម្ពុជាក៏ទទួលស្គាល់ដែរ25ឆ្នាំហើយអត់បានផលអីទេវានៅជាប់គាំងហេតុអីបានមិនលុបវាអ្នកថៃគេនិយាយចឹងណា25ឆ្នាំពី2021ពី2001ដល់2026 25ឆ្នាំអត់ចេញអីសោះតើហេតុអីយើងនៅមាន MOU នឹងទៀតអាហ្នឹងសៀស័កភួងកេតកែវគាត់និយាយគ្រាន់តែលុបហ្នឹងវាខុសដែរព្រោះកម្ពុជាក៏ទទួលស្គាល់ថាអត់បានប្រយោជន៍អីវាជាប់គាំងហើយដូច្នេះលុបវាចោលទៅដើម្បីអីដើម្បីរកយន្តការចរចាទ្វេភាគីតាមយន្តការថ្មីណាអានេះអ្វីដែលភួងកេតកែវគាត់ទៅប្រាប់សហគមន៍អន្តរជាតិហើយសហគមន៍អន្តរជាតិចង់មិនចង់អាចជឿថៃដែរណាបងប្អូនព្រោះ25ឆ្នាំអត់មានបានផលអីសោះហើយយើងទុកវាធ្វើអីនេះអានេះអ្វីដែលយើងស្ដាប់ទៅហើយគាត់ថាចោះបើរំលាយអា MOU 2001នេះគឺក្នុងចេតនាថាដើម្បីអាចនិយាយគ្នាសារឡើងវិញទៅមិនមែនបានន័យថាឲ្យប្តឹងទៅអង្គការសហប្រជាជាតិឬប្រើយន្តការផ្សះផ្សាដោយបង្ខំឯណាទេព្រោះអីថៃគេថាក្រែងខ្មែរចង់បានអញ្ចឹងដែរតើហើយក្រែងខ្មែរចង់កំពុងចរចាព្រំដែនគោកជាមួយថៃទ្វេភាគីដែរចុះឥឡូវថៃគេថាលុប MOU 2001ដើម្បីឲ្យយើងចរចាទ្វេភាគីឡើងវិញព្រោះឯអាមុនយន្តការមុនហ្នឹងវាអត់បានផលនេះថៃគេលើកឡើងអញ្ចឹងក៏ប៉ុន្តែកម្ពុជាចាត់ទុកថាថៃលុបចោលអាយន្តការចរចាទ្វេភាគីហ្នឹងហើយបានជាបង្ខំចិត្តឲ្យខ្មែរត្រូវតែទៅរកអាយន្តការផ្សះផ្សាដោយបង្ខំហ្នឹងអញ្ចឹងចោទទៅភាគីថៃថាខូចលុបអាអ្វីដែលចរចាទ្វេភាគីបានតែទៅបាយជាប្រាប់ពិភពលោកថាអាហ្នឹងដើម្បីចរចាទ្វេភាគីចុះបើមានយន្តការចរចាទ្វេភាគីហេតុអីបានជាណែឯងលុបតែថៃគេថាគេលុបដោយសារតែ25ឆ្នាំវាអត់បានផលតែយើងធ្វើអីយើងចរចាសារថ្មីទៅអញ្ចឹងទៅមិនចាំបាច់ប្រើ MOU នឹងទេតែមានក្របខ័ណ្ឌចរចាថ្មីចរចាកៅតាក្រែងខ្មែរចង់បានខ្មែរថាអត់ទេបើលុបហើយត្រូវតែប្តឹងព្រោះអីតាក់តងនឹងថៃអត់និយាយទៅថៃលុបចោលយន្តការដែលមានស្រាប់ឥឡូវថៃគេថា
ខ្មែរហាក់បីដូចជាធ្វើបច្ច្រាស់ចកីដែរចង់ចរចាព្រំដែនគោកជាមួយថៃតែឥឡូវពេលដែលថៃលុប MOU ទៅជាប្តឹងទៅដល់អង្គការសហប្រជាជាតិអីអញ្ចឹងទៅគាត់ថានេះគឺជាការបិទផ្លូវចរចាព្រំដែនគោកហើយគ្រោះថ្នាក់ណាស់បងប្អូនអាចឹងបានខ្ញុំបាននិយាយហើយថាតាហ៊ានទៅដុតនៅក្នុងព្រំដែនសមុទ្រហ្នឹងអត់ទាន់មានភ្លើងឆេះយើងនឹងមានរឿងព្រំដែនគោកឥឡូវថៃបានលេះបាត់បានលេះនៅក្នុងការថាមិនអាចជជែកគ្នាបានទេជាមួយកម្ពុជារឿងព្រំដែនគោកដែលកម្ពុជាអង្វរថៃឲ្យចាប់ផ្ដើមបើកគណៈកម្មការ JBC នឹងរាល់ដងឥឡូវថៃគេថាអត់មានផ្លូវទៅជជែកគ្នាការទេព្រោះយើងរើសពិធីប្តឹងទៅអង្គការសហជីវជាតិអញ្ចឹងចាប់ផ្ដើមអាយន្តការផ្សះផ្សាដោយបង្ខំថៃគេថាគេក៏រៀបចំមនុស្សគេរួចហើយដែរគេថាគេមាន2នាក់ខ្មែរមាន2នាក់ឬប្រធានម្នាក់តើវាបានផលអីទៅក្រុមប្រឹក្សាផ្សះផ្សាដោយបង្ខំនេះព្រោះក្នុងយន្តការ UNCLOS នេះគណៈកម្មការដែលផ្សះផ្សាដោយបង្ខំនេះអត់មានធ្វើអ្វីជាយន្តការតុលាការ ICJ ឬ ICC ទេអត់មានអំណាចចាប់បង្ខំអីទាំងអស់ថៃ2នាក់ខ្មែរ2នាក់មានគណៈកម្មការកណ្ដាលម្នាក់គ្រប់5នាក់ជជែកគ្នាទៅ2ឆ្នាំក្រោយមកប្រាប់ទៅកម្ពុជានិងថៃសម្របសម្រួលគ្នាទៅជជែកគ្នាវិញទៅវិលទៅរកតុកចរចាវិញដដែលអត់មានអាចនឹងបានប្រយោជន៍អីទេហើយយើងទៅយកលេសមកថាមើលទីម៉ូមើលអូស្ត្រាលីដែលគេចរចាគ្នាតាមអាយន្តការផ្សះផ្សាដោយបង្ខំហ្នឹងគឺគេបានដំណោះស្រាយមួយក៏យល់ស្របគ្នាទៅ2ឆ្នាំខ្ញុំប្រាប់ទីម៉ូនិងអូស្ត្រាលីត្រូវការពេល2ឆ្នាំឥឡូវត្រៀមខ្លួនទៅបើយើងចូលទៅដល់ក្នុងធរហ្នឹងថៃនឹងលេងលបែងនឹងជាមួយខ្មែរគឺរៀបចំក្រុមប្រឹក្សាសម្របសម្រួលហ្នឹងទៅ2ឆ្នាំក្រោយដល់ឆ្នាំ2028ពាក់កណ្ដាល2028បានគណៈកម្មការនៃការផ្សះផ្សាដោយបង្ខំរឿងព្រំដែនទឹកនេះនឹងចេញលទ្ធផលហើយនឹងប្រាប់ថាថៃនិងខ្មែរជជែកគ្នាចឹងត្រូវការពេលប្រមាណ 2-3 ឆ្នាំទៀតនៅក្នុងការជជែកគ្នាបង្កើតយន្តការសារថ្មីតើប្រមាណឆ្នាំទៀតនៅរឿងព្រំដែនទឹកឥឡូវព្រំដែនគោកកាំងស្ញាញ់ដោយសារតែរឿងព្រំដែនទឹកហ្នឹងតាមពិតទៅអាព្រំដែនទឹកនេះនៅពេលដែលថៃចាប់ផ្ដើមខ្ទាស់លុប MOU 2001បើសិនជាដោយអ្វីដែលលោកហ៊ុនសែនថាវាខាតថៃទេចុះហេតុអីបានជាយើងចាប់ផ្ដើមទៅរុះរើវាលឿនម្លេះទុកវាសិនទៅថៃខាតតាលើលុបចោលហ្នឹងគេយើងច្បាស់គ្រប់គ្នាឯងចុះបើថៃខាតទុកសិនទៅឲ្យដឹងថាថៃខាតតែយើងមកដោះស្រាយព្រំដែនគោកឯនេះសិនទៅវាយ៉ាងម៉េចព្រោះព្រំដែនគោកនេះវាឈឺចាប់ណាស់អត់នេះគឺជានយោបាយប្រជាពិធដើម្បីលួងចិត្តប្រជាពលរដ្ឋឲ្យជឿថាយើងដោះស្រាយបញ្ហាអត់មានទឹកដីអីក៏ដោយបាត់1មីលីម៉ែត្រណាក្នុងដែនសមុទ្រគឺយើងដោះស្រាយខ្ញុំថានេះគឺជាជំហររឹងមាំរបស់រដ្ឋាភិបាលដែលគួរឲ្យកក់ក្ដៅហើយប៉ុន្តែវាខុសពេលខុសកាលខុសវេលាព្រោះអីរឿងអត់ទាន់បន្ទាន់រហូតដល់ទៅដល់ថ្នាក់ដែលរុះរើអាហ្នឹងព្រោះតែរុះរើអាហ្នឹងគឺយើងធ្វើឲ្យចូលសងថៃហើយព្រោះនេះលបែងថៃតាបងប្អូនលបែងលុប MOU 2001ដើម្បីឲ្យររឿងដែនសមុទ្រនេះគឺដើម្បីឲ្យថៃនិងខ្មែរឆ្លោះគ្នាតាក់ទងនឹងដែនសមុទ្រផ្លិចគិតពីដែនគោកបើទោះជាយើងគិតដែនគោកក៏គិតអត់បានដែរដោយសារថៃនឹងយកលេសថាព្រោះណែឯងតែខ្ញុំលុប MOU 2001ណែឯងឡើងទៅអង្គការសហប្រជាជាតិឬក៏អីប្រើយន្តការផ្សះផ្សាដោយបង្ខំណែឯងបិទច្រកចរចាទ្វេភាគីអញ្ចឹងបើបិទព្រំដែនទឹកណែឯងក៏បិទព្រំដែនគោកដែរហើយបើបិទព្រំដែនគោកថៃនិយាយថាអត់បាច់ផ្សះផ្សាទេអត់បាច់មកចរចាវាស់វែងព្រំដែនទេអញ្ចឹងដីថៃប្រមាណ62កន្លែងដែលថៃកំពុងតែគ្រប់គ្រងបានគ្រប់គ្រងតទៅទៀតហើយកែហេដ្ឋារចនាសម្ព័ន្ធ2ឆ្នាំទៅទៀតបងប្អូនសាកទៅមើលតើវានឹងប្រែប្រួលអីគេខ្លះនៅព្រំដែនដែលយើងអត់អាចចរចាគ្នាបានហើយព្រំដែននឹងបិទរហូតចឹងតទៅទៀតអត់អាចបើកទំនាក់ទំនងក៏អត់ល្អជាមួយគ្នាតើឯណាទៅដំណោះស្រាយខ្ញុំមិនមែនតែខ្ញុំមិននិយាយថាថៃឆ្លាតទេណាខ្ញុំថាថៃខូចដែរព្រោះហេតុអីបានសុកលុប MOU មក2001ខ្ញុំដូចខ្ញុំវិភាគអញ្ចឹងMOU 2001នេះគឺថៃលុបដើម្បីយកលេសឲ្យខ្មែរចូលលេងលបែងមួយថាខ្មែរបិទផ្លូវចរចាទ្វេភាគីហើយតាមពិតថៃររឿងទេជាអ្នកផ្ដើមមុននេះដើម្បីឲ្យបិទផ្លូវចរចាទ្វេភាគីព្រោះតែលុបអាហ្នឹងច្បាស់ណាស់ខ្មែរនឹងប្តឹងទៅអង្គការសហប្រជាជាតិដើម្បីឲ្យមានយន្តការផ្សះផ្សាដោយបង្ខំហើយតែផ្សះផ្សាដោយបង្ខំវាអត់មានយន្តការទ្វេភាគីទៀតទេអញ្ចឹងបាទអាហ្នឹងអត់មានអាព្រំដែនគោកក៏អត់មានថៃរួចខ្លួនបាត់ព្រោះអីគេថាខ្មែរតើជ្រើសរើសវិធីអត់ចរចាទ្វេភាគីទៅយកអាយន្តការបង្ខំផ្សះផ្សាដោយបង្ខំរឿងព្រំដែនទឹកឯណាណោះឃើញថៃបកកែពវៀងស្ថានភាពឥឡូវយើងចូលសងលបែងថៃប៉ុន្តែកម្ពុជាអត់មានជំរឿសដែរ
ចូលសងគេហ្នឹងគឺក៏ស្អំចិត្តប្រជាពលរដ្ឋឲ្យគិតថាខ្មែរគិតពីតម្លៃដែនសមុទ្រយើងដែរប៉ុន្តែតើអាត្រួតស៊ីគ្នានឹងខាតអីស្អីគេខ្លះឥឡូវគេបំពេញដល់ណាខ្លះអីលាក់នឹងលាក់យើងអត់ដែលបញ្យល់ប្រាប់ប្រជាពលរដ្ឋក្រៅតែពីនាំគ្នាទូងស្គរអាជ័យធ្លាក់ទឹកហើយនាំគ្នាហែញ៉ាត់គ្រប់ត្រអញ្ចឹងទៅតើគ្រប់ត្រនឹងខ្មែរខាតអីខាងយើងថាថៃខាតតើឯងបងប្អូនខ្ញុំពងតែឆ្ងល់នេះវាអត់យល់សោះលោកហ៊ុនសែនទៅយករបស់លោកសុរជាតិបំរុងសុកដែលជាសាស្ត្រាចារ្យនៅจุฬាលង្កនមកនិយាយថាបលុប MOU ហ្នឹងគឺថៃខាតទេខ្មែរចំណេញចុះបើខ្មែរចំណេញសោះហេតុអីបានជាយើងនាំគ្នាភ័យម្លេះមួយថ្ងៃគឺភ័យខ្លាចរឿងថៃខាតហ្នឹងផ្សាយថាថៃខាតទេកុំធ្វើថៃខាតទេចាឥឡូវបើថៃខាតហើយឲ្យវាខាតទៅយើងនៅឲ្យស្ងៀមទៅចាំកេងចំណេញយកត្រីចូលលងអត់ទៅចូលលបែងថៃនឹងតតែបានឥឡូវហ្នឹងថៃយកលេសហ្នឹងអត់ចរចាព្រំដែនគោកថៃនៅធ្វើថារចនាសម្ព័ន្ធហើយចាប់ផ្ដើមយកមកដាក់ដាំបកគោលដាំអីប្រឈមមុខគ្នាដូចនៅមុំ3ថ្ងៃមុននេះប៊ីសបាញ់គ្នាមកប្រើទៀតតើយ៉ាងម៉េចទៅវិញរឿងនេះអូយបងប្អូនរឿងអ្នកនយោបាយយើងពឹសពលឥឡូវនេះគឺខ្ញុំស្លេះរឿងនេះសិនចុះហើយតកតងនឹងរឿងបិទផ្លូវចរចានេះគឺខ្ញុំជឿថាទៅហើយ2ឆ្នាំហើយឥឡូវ3អាទិត្យថៃគេជូនដំណឹងមកឥឡូវថៃគេថាគេត្រៀមខ្លួននឹងចូលទៅផ្សះផ្សាដោយបង្ខំម្ដងទៀតបងប្អូនយន្តការផ្សះផ្សាដោយបង្ខំតាមច្បាប់ UNCLOS នេះគ្មានអធិពលអំណាចចាប់បង្ខំអ្នកណាឲ្យធ្វើអីទេវាគ្រាន់តែជាយន្តការផ្សះផ្សាដូចតែគ្នាហ្នឹងទៅផ្សះផ្សាទៅ2ឆ្នាំទៀតរងចាំមើលលទ្ធផលហ្នឹងទៅហើយនៅអូសជើងអញ្ចឹងរហូតខូចការងារគ្រប់កន្លែងតែកម្ពុជាចំណេញដែរថាបានខ្លួនការពារដែនសមុទ្ររបស់ខ្លួនដោយសារប្តឹងទៅអង្គការសហប្រជាជាតិដែលក្នុងពេលជាមួយគ្នាហ្នឹងអាចត្រូវប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិរឿងព្រំដែនគោកទៅ ICC ទៅ ICJ អត់ប្តឹងទៅប្តឹងអារឿងដែលអត់ទាន់មានរឿងឯណានោះវិញឥឡូវចូលសងថៃទៅទៀតជួនកាលថ្នាក់ដឹកនាំគេថាគេធ្វើត្រូវហើយយើងក៏ប្រកែកខ្លាំងមកម៉េះសូមជូនពរឲ្យអស់លោកជោគជ័យចុះ2ឆ្នាំទៅមុខទៀតមិនដឹងយ៉ាងម៉េចថៃយកលេសអត់មកវាស់ព្រំដែនយូរកែហេដ្ឋារចនាសម្ព័ន្ធកាន់តែរឹងមាំទៅយើងនៅតែរីងរៃទៅយើងកើតជំងឺ stress ហើយខ្មែរកើតជំងឺ stress ហើយទៅតែថតរូបហ្នឹងក្បែរព្រំដែនចាំទៅ2ឆ្នាំទៀតបងប្អូនចាំមើលទៅ3ឆ្នាំទៀត4ឆ្នាំទៀតអត់បានផលអីសោះថៃនៅទាញអូសរហូតដោយសារតែយកលេសហ្នឹងបាទឥឡូវប្រតិកម្មប្រជាពលរដ្ឋរឿងគ្រូពេទ្យតង់ប្រកាសលុបមេតិកាអប់រំសុខភាពឯនោះវិញស្អីទេបងប្អូនស្អីក៏មានដែរស្រុកខ្មែរឃើញលោកគ្រូពេទ្យតង់ហ្នឹងគឺចេញសារមកតាមបណ្ដាញសង្គម2 3ថ្ងៃអូសអត់ផុតសោះដោយសារតែគណៈគ្រូពេទ្យកម្ពុជាហៅទៅផឹកតែទៅណែនាំប្រាប់ឲ្យគោរពវិជ្ជាជីវៈសិលធម៌ពេទ្យដោយរឿងរបស់គណៈគ្រូពេទ្យដែលចេញសេចក្តីប្រកាសព័ត៌មានហ្នឹងគឺស្នើឲ្យលោកដុកទ័រតង់ហ្នឹងគឺនិយាយទៅធ្វើអីឲ្យទៅតាមក្រមសីលធម៌វិជ្ជាជីវៈពេទ្យតែសំខាន់របស់គណៈគ្រូពេទ្យហ្នឹងគឺបកស្រាយបំភ្លឺហ្នឹងគឺតែប៉ុណ្ណេះទេថាបើផ្សាយស្អីក៏ដោយកុំផ្សាយខុសវិជ្ជាជីវៈខ្វះភ័ស្តុតាងវិទ្យាសាស្ត្រហើយកុំផ្សាយលើកដំកើងផលិតផលផ្សាយពាណិជ្ជកម្មចំណេញប្រយោជន៍ខ្លួនអីអញ្ចឹងទៅដែលវាខុសក្រមសីលធម៌វិជ្ជាជីវៈរបស់ពេទ្យមានប្រជាពលរដ្ឋច្រើនណាស់មានប្រតិកម្មតបតាក់ទងនឹងសាររបស់រដ្ឋាភិបាលហើយរបស់គណៈគ្រូពេទ្យហើយលោកតង់ដុកទ័រតង់នេះគឺគ្រូពេទ្យតង់នេះក៏បានប្រកាសជាផ្លូវការតាមបណ្ដាញសង្គមឲ្យលុបចោលមេតិកាទាំងអស់ដែលគាត់ធ្លាប់ផ្សព្វផ្សាយកន្លងមកចេញពីបណ្ដាញសង្គម Facebook ដោយលោកត្រូវការដាក់ពាក្យសុំច្បាប់អនុញ្ញាតអីលាក់នឹងលាក់3ខែ6ខែឬ1ឆ្នាំអីចឹងប៉ុន្តែគាត់ស្នើឲ្យប្រជាពលរដ្ឋទូទៅលុបចោលទៅការផ្សព្វផ្សាយអំពីសុខភាពអីហ្នឹងដែលគាត់គិតថាធ្វើតាមអ្វីដែលជាការស្នើរបស់រដ្ឋាភិបាលតាមពិតមានសារសាទរនិងសាររិះគន់រដ្ឋាភិបាលឬក៏គណៈគ្រូពេទ្យនេះដែរសារសាទរគឺអ្នកមានវិជ្ជាជីវៈពេទ្យគេថាក្រសួងឬក៏គណៈពេទ្យអីហ្នឹងគេធ្វើត្រូវរបស់គេដែរព្រោះយើងជាពេទ្យយើងត្រូវតែប្រយ័ត្នប្រយែងនៅក្នុងការផ្ដល់ព័ត៌មានតាមបណ្ដាញសង្គមព្រោះព័ត៌មានវិទ្យាសាស្ត្រគឺអាចឲ្យប្រជាពលរដ្ឋជឿខុសបើសិនជាមានភស្តុតាងបញ្ជាក់តាមវិទ្យាសាស្ត្រតាមអីត្រឹមត្រូវ
អាហ្នឹងគឺប្រជាប្រដ្ឋមិនឆ្លោះឆ្លួយព្រោះយើងមានវិជ្ជាជីវៈជាពេទ្យតែនិយាយអីទៅប្រជាប្រដ្ឋជឿអីចឹងទៅខ្ញុំថាអានេះជាការសមស្របទេព្រោះនៅស្រុកអាមេរិកនេះអត់ដែលគ្រូពេទ្យណាមកឡើងអីនិយាយអីដោយគ្មានការដែលឆ្លងកាត់ក្រសួងសុខាភិបាលឬក៏ CDC គេហៅមជ្ឈមណ្ឌលត្រួតពិនិត្យជំងឺឆ្លងឬក៏ខាងពេទ្យអីត្រឹមត្រូវគឺបានន័យថាគ្រាន់តែចម្លងសារពីអ្វីដែលជាការរកឃើញស្រាវជ្រាវរបស់ស្ថាប័នរដ្ឋមិនមែនជាគំនិតខ្លួនឯងទេអាហ្នឹងគឺគេប្រយ័ត្នប្រយែងដោយសារអីប្រជាពលរដ្ឋងាយនឹងលុះក្រោមឥទ្ធិពលនៃការផ្សព្វផ្សាយប៉ុន្តែនៅស្រុកខ្មែរខ្ញុំឃើញថាចុះបើលោកគ្រូពេទ្យតុងគាត់និយាយផ្សព្វផ្សាយសុខភាពមានដោយពាណិជ្ជកម្មដោយអីខ្លះធម្មតាគាត់ត្រូវការរកទទួលទានដែរចំណាយពេលវេលាចំណាយអីអញ្ចឹងទៅគាត់ថាវាខុសក្រមសីលធម៌អីប៉ុន្តែសម័យឥឡូវគឺបើអត់ផ្សាយពាណិជ្ជកម្មអត់អីតើអ្នកណាគេទៅមានចិត្តចង់អីទៅផ្សាយអីទៅវាអត់បានប្រយោជន៍ខាតពេលគេដែរអាហ្នឹងគឺមនុស្សចង់រករបរទទួលទានបានប្រាក់កម្រៃបន្ថែមចុះអ្នកលក់លេចុះអ្នកផ្សាយហែកជេរគ្នាពេញបណ្ដាញសង្គមអ្នកខ្លះជេរបិទិចផ្ដាសាដល់ក្មេងដល់ស្ត្រីដោយស្រាតសពុតបាត់ផ្សារពៀលាអាវ៉ាសែសវឹងអួតនួបចោគេភាកច្រើនសតអ្នកនៅក្នុងជួរគណៈបកប្រជាជនកម្ពុជាឬឃោសនិកគណៈបកកណ្ដាលអំណាចឬរដ្ឋាភិបាលមានដែលធ្វើអីគេអ្នកខ្លះផ្សាយលេ4ថ្ងៃលៀបស7ថ្ងៃលៀបសវាដែលមានលេណាបើមិនប្រើជាតិគីមីឲ្យខ្ទេចស្បែកអស់ហ្នឹងក្នុងរយៈពេល10ឆ្នាំ20ឆ្នាំ30ឆ្នាំទៅមុខទៀតតើប្រជាពលរដ្ឋនឹងរងគ្រោះដោយអាជាតិគីមីនៅក្នុងស្បែកហ្នឹងវាយ៉ាងម៉េចទៅតើអ្នកណាទៅអប់រំណែនាំគាត់នឹងណែម្នាក់ម្នាក៏ផ្សាយលេពេញខ្លួនគឺយកមកលៀបសឲ្យឃើញគ្រប់គ្នាតើអ្នកណាទៅហាមឃាត់គាត់អីចឹងឧទាហរណ៍អាហ្នឹងដើម្បីអីទទួលទានប៉ុន្តែអញ្ចឹងជេរបចោលេខ្ញុំសំទោសបងប្អូនខ្ញុំមិនបោកឆ្នាំងបាយបងប្អូននេះខ្ញុំការរកទទួលទានដោយសមាជីវោគឺត្រឹមត្រូវកុំធ្វើចោលគឺជាអំពើថ្លៃថ្នូរទេប៉ុន្តែសង្គមយើងវាពិបាកណាស់ខ្ញុំឃើញអាញាធរហាក់បីដូចជាចង់ធ្វើដែរតែខ្ញុំមែនតើទៅរឿងពេទ្យនេះខ្ញុំគ្រប់គ្រងត្រង់រឿងមួយវិជ្ជាជីវៈពេទ្យសំខាន់ណាស់បងប្អូនមិនមែនឡើងមកគ្រូថ្នាំអីមកឬដូងបាតព្យាបាលជាដាច់2ថ្ងៃឬក៏ព្យាបាលជំងឺទឹកនោមផ្អែមជាដាច់ឬក៏ប្រើស្អីអត់បានទេធ្វើអត់បានទេបើយើងប្រកែដូច្នេះអាមេរិកទិញយើងយកមកអាមេរិកផលិតថ្នាំនឹងមហារាជអីជាដាច់ងាប់ប្រជាពលរដ្ឋជឿតាមយើងនឹងផឹកដាច់ខ្យល់ងាប់ប៉ុន្តែលោកគ្រូពេទ្យតុងគាត់មិនបានខ្ញុំមិនបានមើលវីដេអូអីច្រើនប៉ុន្តែឃើញមតិបងប្អូនថាលោកគ្រូដូចជាផ្សព្វផ្សាយអំពីបញ្ហាសុខភាពណែនាំសុខភាពដែលមានប្រយោជន៍ច្រើនដល់ប្រជាពលរដ្ឋដែរគាត់ថាមិនបានសុំការអនុញ្ញាតដូច្នេះខ្ញុំសង្ឃឹមថាគាត់នឹងមានសិទ្ធិអនុញ្ញាតហើយក៏មិនទៅរដ្ឋបិទអីរឿងផ្សាយពាណិជ្ជកម្មផ្សាយអីខ្លះទេដើម្បីឲ្យគាត់ជាការលើកទឹកចិត្តគាត់នៅក្នុងការរកទទួលទានអីអញ្ចឹងណាប៉ុន្តែខ្ញុំក៏ស្នើឲ្យលោកគ្រូពេទ្យទាំងអស់ដែរពេលផ្សាយអីក៏ដោយពីការរកឃើញអំពីឧទាហរណ៍ថាទទួលទានទឹកមានសុខភាពដល់ជីវិតជួយឲ្យស្បែកភ្លឺថ្លាជួយអីកុំនិយាយចោលអញ្ចឹងព្រោះអាហ្នឹងមិនមែនជាការរកឃើញរបស់យើងទេពេទ្យក៏ដោយយើងត្រូវលើកមកថាតាមការសិក្សារបស់មជ្ឈមណ្ឌលក្រសួងសុខាភិបាលនេះបានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋទទួលទានទឹកដោយសារទឹកនឹងវាចេះការដើរទៅមានសុខភាពការហាត់ប្រាណមានសុខភាពត្រូវយើងជាពេទ្យគ្រាន់តែថាមានទឹកមាត់ប្រៃក៏ប៉ុន្តែយកអាហេតុផលហ្នឹងយកមកបន្ថែមតកតងនឹងគេហៅថាការរកឃើញបែបវិទ្យាសាស្ត្រជាក់ស្ដែងអីផងកុំឲ្យគេស្ដាប់មកដោយលោកគ្រូពេទ្យហ្នឹងអ្នកនិយាយខ្លួនឯងអីអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យបន្តធ្វើឲ្យច្រើនទៀតប៉ុន្តែលើកទឹកចិត្តឲ្យទាញហេតុផលហើយម្ដងទៀតបរដ្ឋាភិបាលធ្វើលោកគ្រូពេទ្យតុងណាសុំធ្វើអ្នកលក់លេលក់អីផ្ដេសផ្ដាស់សុំទោសអ្នកដែលលក់លេអីតាមត្រឹមត្រូវមានអាជ្ញាប័ណ្ណមានអីត្រឹមត្រូវអីប្រកាសត្រឹមត្រូវកុំទៅធ្វើទុកបុកម្នេញគ្នាឲ្យគ្នារកទទួលទានផងប៉ុន្តែត្រូវតែប្រយ័ត្នរឿងថាតើអាហារណារបស់ណាដែលនេះឲ្យការជេរបតិចផ្ដាសាគ្នាហ្នឹងគឺត្រូវតែចាត់ការឲ្យដូចគ្នាកុំឲ្យអូសទូកឲ្យល្អានចាត់ត្រីបានឲ្យល្អទឹកបាទអានេះគឺជាសំណុំពររបស់ខ្ញុំហើយជឿថាបើធ្វើបានវាធ្វើឲ្យសង្គមនេះមានភាពយុត្តិធម៌កុំឲ្យថាយើងរដ្ឋបတ်សិទ្ធិសេរីភាពរបស់គេហើយប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ហើយចិត្តតែចោតរដ្ឋាភិបាលនឹងថាធ្វើអីប្រទេសផ្ដាស់តាមពិតបើតាមបំណងគណៈគ្រូពេទ្យនេះមើលទៅមិនជាអាក្រក់ទេព្រោះធម្មតាគ្រូពេទ្យគេមិនអាចផ្សាយអីប្រទេសផ្ដាស់អីទៅស្រេចចិត្តអត់មានការអនុញ្ញាតចឹងដែរគ្រាន់តែថាយើងវាប៉ា
ណាប៉ាតនៃមិនមែនតែលោកគ្រូប៉ែតតង់ទេគ្រូប៉ែតមេធាវីអ្នកណាផ្សេងទៀតនឹងឃើញមកហោហាយប៉ុន្តែពេលខ្លះជាបំណងល្អគ្រាន់តែថាបើយើងរឹតបន្តឹងគ្រប់រឿងចឹងងាប់អីតែជាការដាស់សតិអារម្មណ៍ដើម្បីឲ្យធ្វើអីមួយឲ្យមានក្រមសីលធម៌មានវិជ្ជាជីវៈមានអីគិតគូរអីអាហ្នឹងវាគ្រាន់តែការបន្ថែមប៉ុន្តែប្រជាពលរដ្ឋដូចថាធុញទ្រាន់នឹងរដ្ឋាភិបាលពេកនិយាយអីក៏លែងទុកចិត្តដែរតាមពិតយើងធ្វើឲ្យស្ថាប័នរដ្ឋលែងទុកចិត្តទេអត់មានខុសអីទេនៅពេលដែលណែនាំអ្នកដែលមានវិជ្ជាជីវៈពេទ្យឲ្យប្រយ័ត្នប្រយែងតកតងនឹងការផ្សាយរបស់ខ្លួនកុំឲ្យធ្លោះធ្លោយវាអត់មានខុសអីទេតកតងនឹងមេធាវីកុំឲ្យនិយាយអីផ្ដេសផ្ដាស់ខុសនឹងក្រមសីលធម៌វិជ្ជាជីវៈមេធាវីអត់មានអីខុសទេប៉ុន្តែវាខុសត្រង់ថាងើបមួយវាយមួយចាប់គេដាក់គុកតាពីត្រូវចាប់អ្នកនេះត្រូវអីណាហើយដល់ពេលអ្នកណាផ្ដេសផ្ដាស់អីរួចខ្លួនរហូតវាដូចថាស្តង់ដារនោះវាអញញ៉ៃពេកទៅប្រជាពលរដ្ឋគិតថាធ្វើបាបគ្នាអញ្ចឹងវាអត់មានតម្លាភាពវាអត់មានប្រព័ន្ធឲ្យវាមានស៊ីសង្វាក់សង្គតភាពអីអត់មានចឹងអាហ្នឹងរដ្ឋាភិបាលត្រូវស្ដារឡើងវិញឲ្យកែតម្រង់អាហ្នឹងឲ្យវាស៊ីជម្រៅទៅប្រជាពលរដ្ឋលោកនឹងទទួលយកបានហើយបាទឥឡូវនេះគឺព័ត៌មានចុងក្រោយគឺតកតងនឹងលោកថាក់ស៊ីនឯណោះថ្ងៃនេះទទួលបានបរិយាទានទោសពីព្រះមហាក្សត្រថៃក្នុងខួបចម្រើនប្រជជនរបស់ព្រះមហាក្សត្រថៃឲ្យលោកអាចមានសេរីភាពពេញលេញដោយប្រជាពលរដ្ឋធម្មតាលែងដាក់អាស្អីចាប់អាស្អីអេឡិចត្រូនិកតាមកងជើងកងដៃអីពេលចេញពីគុកមកនឹងដាក់នៅក្នុងផ្ទះហ្នឹងក៏ដោយអត់ឲ្យគាត់ដើរទៅណាទេចាប់ការធ្វើដំណើរអីសពបែបយ៉ាងឥឡូវនេះគឺព្រះមហាក្សត្រថៃបានបរិយាទានទោសឲ្យគាត់ជាមនុស្សមានសេរីភាពអាចធ្វើដំណើរបានគ្រប់ទិសទីដោយមិនរងការរដ្ឋបិទពីតុលាការឃើញនៅថៃគឺគេអញ្ចឹងគឺគេឆ្លោះគ្នាមកប្រាវចាប់ដាក់គុកចាប់អីកន្លះឆ្នាំអីឆ្នាំសរបសម្រួលផ្សះផ្សាគ្នាទៅយើងវិញណែលោកកម្មសខាសัตว์នៅក្នុងទ្រុងយកមកឲ្យចងស្លាប់កស៊ូប្រហោះធ្លាក់បាក់កទៅក្នុងទឹកបាត់ហើយឥឡូវអាហ្នឹងហើយយើងថាយើងចិត្តបានចិត្តល្អយើងខ្មាស់ថៃបងប្អូនខ្ញុំនិយាយត្រង់យើងស្អប់ថៃយើងនាំគ្នាស្អប់អ្នកនយោបាយថៃប៉ុន្តែយើងធ្វើឲ្យគេមើងងាយយើងខ្មាស់គេតែអ្នកដឹកនាំយើងប្រហែលជាមិនខ្វះខ្មែរមិនដឹងទេព័ត៌មានចុងក្រោយបងប្អូនគឺតកតងនឹងលោករដ្ឋមន្ត្រីការបរទេសអាមេរិកឯនោះវិញគឺលោក Marco Rubio គាត់បានថ្លែងសក្ខីកម្មក្នុងសវនាការចំពោះមុខព្រឹទ្ធសភាកាលពីម្សិលមិញការពីជំហរអាមេរិកក្នុងការវាយអ៊ីរ៉ង់ដោយគិតពីរឿងគ្រាប់បរមាណូនេះបើអ៊ីរ៉ង់នៅតែចចេះគឺអាមេរិកអត់មានជំរឿនអីក្រៅពីបន្តសង្គ្រាមតតែបញ្ចប់ឲ្យអ៊ីរ៉ង់អត់បរមាណូដោយអាមេរិកគិតថាអ៊ីរ៉ង់អត់មានបរមាណូពិភពលោកមានសុវត្ថិភាពជាងមុនតែប៉ុណ្ណឹងអញ្ចឹងអាមេរិកអត់ដកថយទេគឺនឹងនៅបន្តទោះអ៊ីរ៉ង់ទៅផ្លូវណាក៏ត្រូវតែអត់មានបរមាណូដែរហើយគាត់សង្ឃឹមថាអ៊ីរ៉ង់នឹងយល់ភាសានេះបើអត់យល់ទេនឹងកំទេចអ៊ីរ៉ង់ហើយពិភពលោកឲ្យយល់ជំហររបស់អាមេរិកបាទខ្ញុំស្លេះការផ្សាយរបស់ខ្ញុំត្រឹមប៉ុណ្ណេះសិនចុះបងប្អូនដោយសារដល់ម៉ោងខ្ញុំទៅធ្វើការទៅហើយជម្រាបលាបងប្អូននៅស្រុកខ្មែររាត្រីសួស្តីទទួលទានដំណេកឲ្យលងលោកស្កប់ស្កល់បងប្អូននៅសហរដ្ឋអាមេរិកអរុនសួស្តីបាទសូមអរគុណសូមជម្រាបលា